មកមើលរឿងនេះទាំងអស់គ្នាទុករបស់យើងឈ្មោះដូធ្ងន់ធ្ងរមួយគឺគាត់បានបាត់បង់អារម្មណ៍ពិតប្រាកដទាំងអស់ពីក្នុងខ្លួនពេលដតីហើយទទួលបានការសើប៉ុន្តែគាត់មិនមានអារម្មណ៍មកបាយកើតទុកខឹងឬក៏សោកសៅអ្វីបន្តិចសោះឡើយពេលដែលគ្រូពេទ្យក៏បានបញ្ជាក់ថាគាត់មិនមែនជាមនុស្សវិលជិតដែរប៉ុន្តែពួកគេនៅតែមិនអាចរកឃើញពីមូលហេតុពិតប្រាកដនៃជំងឺដ៏ចម្លែកមួយនេះបានឡើយពេលកំពុងអង្គុយគិតម្នាក់ឯងភាពទទេស្អាតក្នុងចិត្តនៅឯសួនច្បារស្រាប់តែមានលោកតាចំណាស់ម្នាក់បានដើរចូលមកជិតគាត់ពេលប្រាប់ថាគាត់បានបាត់កាបូបលុយប៉ុន្តែមិនបានដឹងរឿងអ្វីទាំងអស់ពេលបែបនេះភ្លាមលោកតាក៏ចាប់ផ្ដើមមានអារម្មណ៍សោកសៅនិងខកចិត្តយ៉ាងខ្លាំងពេលដំគឺគាត់ត្រូវធ្វើដំណើរទៅទីក្រុងសូលដើម្បីចូលរួមពិធីមង្គលការហើយទូរស័ព្ទរបស់គាត់ក៏នៅក្នុងកាបូបនោះដែរដែលធ្វើឲ្យគាត់អស់ផ្លូវដើរតែម្ដងពេលលើកភ្នែកលោកតាទីក៏មានអារម្មណ៍អាណិតហើយសម្រេចចិត្តជួយដោយសារតែគាត់ត្រូវទៅទីក្រុងសូលដែរនោះគាត់ក៏ស្ម័គ្រចិត្តទិញសម្បត្តិរថភ្លើងឲ្យលោកតាតែម្ដងទៅពេលលោកតាស្បែកចិត្តខ្លាំងមែនតែនហើយសញ្ជាតិថ្នឹងសងគុណវិញពេលកំពុងលើងជិះរថភ្លើងទេវក៏ចាប់ផ្ដើមគិតក្នុងចិត្តម្នាក់ក៏เคยក្នុងចំណោមរឿងជាច្រើនដែលគាត់ធ្លាប់បំបត្តិភាពអផ្សុកក្នុងជីវិតការជួយលោកតំណាក់នេះពិតជាមានអត្ថន័យជ្រាលជ្រៅជាងអ្វីទាំងអស់ពេលអង្គុយលើកៅអីគាត់ក៏បន្លឹកឡងនៅក្នុងគំនិតដ៏វែងឆ្ងាយរបស់គាត់បន្ទាប់ទៅវានឹងមានអារម្មណ៍បែបណាទៅបើសិនជាគាត់សាក់កលបងទៅខ្ចីលុយពីពួកឱកាប្រាក់ក្រៅច្បាប់នោះពេលមើលទៅពីសតបែបនេះប្រហែលជាអាចធ្វើឲ្យគាត់មានអារម្មណ៍ឡើងវិញភ្លាមលោកតាដែលអង្គុយក្បែរនោះស្រាប់តែនិយាយនឹងគំនិតរបស់គាត់ហើយព្រមានគាត់កុំឲ្យគិតរឿងបែបនេះឲ្យសោះអ្នកនឹងខ្ញុំច្បាស់ជាគិតដូចគ្នាទេវភ្ញាក់ផ្អើលយ៉ាងខ្លាំងហេតុអ្វីបានជាលោកតានេះអាចដឹងពីគំនិតរបស់គាត់ទៅវិញបន្តិចក្រោមលោកតាសុំមើលដៃរបស់ទេវហើយចាប់ផ្ដើមពិនិត្យមើលវាយ៉ាងយកចិត្តទុកដាក់បំផុតទេវកាន់តែមានភាពសង្ស័យនិងមិនយល់ពីកាប់កិរិយាចម្លែករបស់លោកតាតើតែសោះបន្ទាប់មកលោកតាហាក់ដូចជាបានដឹងពីរឿងអ្វីម្យ៉ាងទេសួរលោកតាក៏ទេដៃគាត់តិចហើយប្រាប់ឲ្យគាត់ញញឹមឲ្យបានច្រើនដោយនិយាយថាវីគាត់នឹងល្អប្រសើរឡើងដីកឹងប្រសិនបើគាត់ធ្វើបែបនេះសព្ទទាំងនេះកាន់ធ្វើឲ្យទេវមានភាពសប្សុទ្វេដងញើក្នុងចិត្តថាគាត់នឹងសើចលុះត្រាតែមានរឿងគួរឲ្យចង់សើចកើតឡើងពិតមែនម្ដងនេះលោកតកតទៅវិញដូចជាអៀនចិត្តគាត់ដឹងអញ្ចឹងហើយនិយាយប្រយោគដែលម្ដងទៀតកាន់តែមានអារម្មណ៍មិនស្រួលក្នុងខ្លាំងឡើងខ្ញុំមិនមែនកើតឡើងដោយសារតែរឿងកំ pl ែងនោះទេតែវាកើតចេញពីការសម្រេចចិត្តញញឹមគាត់ក៏ជំរុញឲ្យទេវសាក់លបងញញឹមមើលទោះជាយ៉ាងណាក៏ទេវនៅតែមិនអាចញញឹមបានតែឃើញបែបនេះលោកតាធ្វើមុខកំ pl ែងដាក់ហើយសួរថាវាគួរឲ្យចង់សាច់ដែរឬអត់តើរីក៏ធ្វើឲ្យទេវមានប្រកម្មបន្ទុយហើយក៏ចាប់ឡើងសឹកទឹកទៅលោកតាប្រាប់ឲ្យទេវរៀនពីរបៀបបង្ហាញអារម្មណ៍ជាមួយគាត់ប៉ុន្តែទេវបានបដិសេធដោយគិតថាគាត់អាចធ្វើវាបានដោយខ្លួនយ៉ាងណាក៏ដោយលោកត្រាប់ឲ្យគាត់ចងចាំទឹកមុខមួយនេះឲ្យច្បាស់ព្រោះវានឹងមានប្រយោជន៍សម្រាប់គាត់នៅថ្ងៃអនាគតសំនេះពិតជាចម្លែកណាស់ហើយលោកតាក៏ប្រាប់ថាគាត់មិនអាចនិយាយអ្វីបន្ថែមទៀតទេបន្ទឹកភ្នែករបស់ទេវក៏ចាប់ផ្ដើមពិតសន្ទុះក្រោយមកអ្នកបឹកបោបានមកដល់គាត់ហើយប្រាប់ថាពួកគេបានមកដល់ទីក្រុងសូលហើយយើងពិតជាភ្ញាក់ផ្អើលមែនពេលសួររកលោកតាអ្នកបឹកបោប្រាប់ថាកៅអីក្បៃក៏គឺទេស្អាតតាំងពីដើមទីមកលេះពេលព្រឹកងាកមើលកៅអីស្រាប់តែឃើញមានលុយបន្សល់ទុកនៅទីនោះគាត់កាន់លុយចុះពីរថភ្លើងតាំងមិនគួរឲ្យជឿតល់តែសោះពេលលោកគ្រាន់តែជាការយល់ជាងណាពេលកំពុងតែគិតគាត់ក៏បាននូសំឡេងប្រកាសយ៉ាងខ្លាំងពីខាងក្រោយគឺជាការប្រកួតពានរង្វាន់តារាសម្ដែងល្អបំផុតប្រចាំឆ្នាំហើយតារាឈ្មោះឌីគួងកំពុងទទួលការអបអរសាទរពេលជន់ស្រែកដោយក្តីរំភើបបែបនេះទេវផ្ដាំគិតអំពីធម្មជាតិពិតរបស់តារាសម្ដែងគាត់គិតថាតារាសម្ដែងពិតអាចបញ្ជារំបានយ៉ាងរលូនដូចជាការដកដង្ហើមដោយឆ្លងកាត់រឿងរ៉ាវអស្ចារ្យនិងបង្ហាញគ្រប់អារម្មណ៍ទាំងអស់មើលតុកដួងសនហើយសរមីមើលថាជីវិតបែបនេះពិតជាមានក្តីសុខណាស់យោចាប់ផ្ដើមសង្ស័យថាស្ញាំញឹមនោះពិតទៅអត់ស្របពេលនោះគាត់ក៏នឹកឃើញដល់លោកតានឹកឃើញមុខកំ pl ែងនោះគាត់ក៏សកាត់ធ្វើតាមភ្លាមគាត់ក៏ចាប់ដើមមើលឃើញពន្លឺចម្លែកកំចាំងនៅជុំវិញតារាសម្ដែងនោះសុនបានគ្រប់ដណ្ដប់ពេញខ្លួនរបស់គាត់ខណៈពេលដែលគាត់ប្រឹងយកប្រវ័យដែលកំពុងតែកាត់ឡើងយកមកគាត់មានអារម្មណ៍ចម្លែកផ្ចាំងគឺអារម្មណ៍មួយបានចាប់ផ្ដើមលេចឡើងនៅក្នុងខ្លួនរបស់គាត់ជាលើកដំបូងអត់ឃើញសម្ដីលោកតែដែលប្រាប់ឲ្យស្រុបចូលដីស្ដាំនឹងដកដងហើមចេញតាមស្ដីឆ្វេងសម្លឹងមើលដីរបស់ខ្លួននឹងគាត់ក៏សម្រេចចិត្តធ្វើតាមការណែនាំនោះតែធ្វើបែបនេះភ្លាមរលកនៃអារម្មណ៍ដ៏លើសលប់មួយបានហូរចូលមកក្នុងខ្លួនគាត់យ៉ាងកញ្ច្រោលតែម្លងទឹកភ្នែកក៏ចាប់ផ្ដើមស្រក់ចុះមកពេញផ្ទៃមុខរបស់គាត់ស្របពេលនោះតារាសម្ដែងក៏និយាយពីការខកចិត្តនឹងរឿងរវឹកកន្លងមកដែលคล้ายជាកម្លាំងចិត្តព្រមទាំងថ្លែងអំណរគុណចំពោះការពានរង្វាន់ជាតារាឆ្នាំនេះពេលការថ្លែងសន្ទុកថានៅតែបនអារម្មណ៍ទេវកាន់តែពុះកញ្ច្រោលជាលើកដំបូងក្នុងជីវិតដែលគាត់ចាប់ផ្ដើមញញឹមខ្លាំងរហូតទប់លែងបានវិនាទីនោះគាត់ទើបតែដឹងថាការមានអារម្មណ៍ឡើងវិញវាពិតជាស្រស់ស្រាយនិងមានសេរីភាពខ្លាំងប៉ុណ្ណាញ៉ាំចោះនេះទើបតែជាចំណុចចាប់តាមទេវអង្គុយយ៉ាងខ្លាំងនៅតាមផ្លូវធ្វើឲ្យអ្នកជុំវិញខ្លួនមានការសាប់ស៊ុនយ៉ាងខ្លាំង
ចាប់ផ្ដើមមកអ្នកនឹងខ្ញុំបានឃើញរឿងដ៏ឈួតលីលាបំផុតមួយមានបុតសម្នាក់ព្យាយាមលងលំសួរនាំពេលទេវកំពុងយំតែពេលកំពុងសម្រក់ទឹកភ្នែកគេបែរជានិយាយខ្សឹបពុតថាស្ថានភាពនេះវាឈួតលីលាពិតគេបានកាត់យ៉ាងរលូនមកកាន់លើថ្ងៃក្រោយមកពេលទេវកំពុងឈរនៅមុខឡាបូលៀងមុខក្នុងបន្ទប់ទឹករបស់គេមានពន្លឺអូរ៉ាចម្លែកបញ្ចេញជុំដីរគេពេលដែលគេលេបត្របាក់អូរ៉ាពន្លឺចូលទៅអារម្មណ៍របស់គេក៏ប្រែជាខឹងសម្បារភ្លាមតែម្ដងមុខខ្លួននៅក្នុងកញ្ចក់រួចជេរស្ទីឲ្យខ្លួនឯងធ្វើអាការហាក់បីដូចជាមានអ្នកណាម្នាក់បើកឡានចូលកន្លងឡានក្រុងខុសច្បាប់អីចឹងមួយក្រោយមកគេក៏លេបត្របាក់អូរ៉ាខៀវបំដងដែលវាបានផ្ទុះអារម្មណ៍របស់គេភ្លាមទៅជាមនុស្សដែលសុភាពរាបសារនិងទន់ភ្លន់បំផុតមកគេក៏លេបអូរ៉ាពន្ធផ្កាឈូកធ្វើឲ្យទឹកមុខរបស់គេប្រែជាទុញថប់ខណៈពេលដែលគេនៅតែបន់និយាយម្នាក់ក្រោមអធិពលរបស់វ៉ារយៈពេលលុយថ្ងៃមកហើយដែលគេបានវឹកហាត់ផ្លាស់ប្ដូរអារម្មណ៍ទាំងនេះដោយមិនឈប់ឈរតែមិនទាន់មើលទៅធម្មជាតិនៅឡើយទេអារម្មណ៍ទាំងនេះត្រូវបានគេស្គាល់ថាជា waves ដែលជាការប្រមូលផ្តុំនៃការដុតបញ្ចេញអារម្មណ៍របស់មនុស្សបញ្ចូលគ្នាការចម្លងនិងពាក់វាដូចជារបាំងមុខទេវអាចប្រើប្រាស់អារម្មណ៍របស់អ្នកដទៃបានយ៉ាងងាយស្រួលបានកាត់មកកាន់ទេវដែលកំពុងដើរតាមដងផ្លូវយ៉ាងសង្ហាគិតពីទិដ្ឋភាពនេះគេក៏ដឹងពីចំណុចខ្សោយរបស់ខ្លួនដែលមិនអាចផ្ទុក waves ច្រើនក្នុងពេលតែមួយបានហើយថែមទាំងអាចចម្លងវាបានតែពីការផ្សាយផ្ទាល់ប៉ុណ្ណោះមិនអាចយកពីប្រភពក្រៅអេក្រង់បានឡើយទោះគេនៅតែឧស្សាហ៍ដើរចេញទៅខាងក្រោយញឹកញាប់ជាងមុនតែគេចូលចិត្តដែលដឹងថាជីវិតលើនេះកាន់តែមានភាពសប្បាយរីករាយពិតជាដឹងគុណលោកតាដែលបានផ្ដល់សមត្ថភាពនេះឲ្យគេណាស់ឬជាកម្ពូលក្បាច់គុណក្នុងរឿងប្រឡូមលោកឬយ៉ាងណាប៉ុន្តែគេក៏សម្រេចចិត្តថាវាមិនសំខាន់នោះទេនឹកឃើញដល់កាលវិភាគសម្រាប់ថ្ងៃនេះដោយសង្កេតឃើញថាថ្ងៃទីត្រូវបានគូសចំណាំនៅលើប្រតិនរបស់គេមានការងារក្រៅម៉ោងមួយដែលគេត្រូវសម្ដែងជាមិត្តសម្លាញ់របស់កូនកំលុះនៅក្នុងពិធីមង្គលការនឹកឃើញដល់រឿងដែលគេអំកាលពីមុនគេក៏គិតថាទៅពីសោបមួយនោះវាពិតជាស៊ីជម្រៅនិងខ្លាំងក្លាជាងអារម្មណ៍ផ្សេងទាំងអស់ភាពផ្សេងជាមិនអាចពន្យល់បានដោយគ្រាន់តែប្រែប្រោមនៃមួយមុខហើយគេជឿជាក់ថាចំណុចខុសគ្នាសំខាន់បំផុតនោះគឺការដែលមានអ្នកទស្សនានៅទីនោះយល់ដឹងមួយនេះបានធ្វើឲ្យគេមានអារម្មណ៍ថាកម្មវិធីដែលចិត្តមកដល់នេះពិតជារឿងដ៏គួរឲ្យរំភើបតែជួលអ្នកសម្ដែងណៅលេងជាងទុកបន្លំគេត្រូវបានគេជួលសម្រាប់ពិធីមង្គលការនៅថ្ងៃទី3 ខែតុលាដើម្បីសម្ដែងធ្វើជាមិត្តរបស់កូនកុំលុះទីចាប់ដើមមេភ្នាក់ងារបាននៃសនំអ្នកស៊ីឈ្នួលទាំងអស់ឲ្យជាវែងការសម្ដែងដែលមើលទៅលើសូពេគេកំពុងសង្កេតមើលកូនក្រមុំនិងភ្ញៀវផ្សេងទៀតក្នុងកម្មវិធីទាវបានគណនាយ៉ាងល្អិតល្អន់ថាតើគេគួរតែសម្ដែងតួនាទីរបស់គេបែបណាគេក៏សន្និដ្ឋានចំណុចខាន់បំផុតនៃការងារសម្ដែងបែបនេះគឺការរក្សានៅអារម្មណ៍ឲ្យបានត្រឹមត្រូវជាមូលដ្ឋានគឺត្រូវធ្វើពុតជាមិត្តពិតប្រាកដតែម្ដងចាំមើលឲ្យច្បាស់ណាត្រង់នេះហើយដែលរឿងកាន់តែជោគចិត្តគេបានបញ្ចេញអូរ៉ាប់ក្រហមនៅលើដីដោយជឿជាក់ថាសមុទ្រភាពនេះនឹងធ្វើឲ្យអារម្មណ៍របស់គេមើលទៅដូចពិតទីមយហូរភាគរយអ៊ុយកូនកំលុះវិញកំពុងតែទន្ទឹងរង់ចាំការម្ដលរបស់ទេវយ៉ាងអន្តិសាមួយសន្ទុះក្រោយមកក៏មានការជជែកគ្នាប្រកែកគ្នារវាងកូនកំលុះនិងពូរបស់គេពេលដឹងថាកូនកំលុះជួលអ្នកសម្ដែងធ្វើជាមិត្តសម្លាញ់លោកពូក៏ខឹងសម្បារយ៉ាងខ្លាំងហើយចាប់ផ្ដើមស្ទីបន្ទោសឲ្យគេតែម្ដងពេលលោកព្យាយាមលួងលោមពួកស្ងប់អារម្មណ៍និងប្រាប់ឯងនិយាយតិចតែលោកពុកបារឹងមិនព្រមស្ដាប់នោះទេសឹងទោះកំហឹងទៅហើយគេបញ្ចេញមកថាពុកអ្នកសម្បែងអស់នោះគ្រាន់តែអួតថាមើលទៅដូចពិតតែពិតគឺคล้ายៗទាំងស្រុងធ្វើឲ្យខានបងលុយកាក់ទទេតែប៉ុណ្ណោះពេលលោកពូកំពុងតែឆេវឆាវស្រាប់ទេវដើមមកដល់ហើយរាក់តិចកូនកំលុះដោយហៅឈ្មោះពិតរបស់គេថាគួកឃុនិកជាមួយនឹងសម្លេងដ៏ស្វាហាប់និងស្និទ្ធស្នាលបំផុតដូចជាបានជួបមិត្តសម្លាញ់ដែលខានជួបគ្នាយូរស្នាមញញឹមដ៏ស្រស់ស្រាយបានលេចឡើងលើមុខទាវធ្វើឲ្យប្រយាកាសមើលទៅពិតតែម្ដងវិញគឺសឹងតែកាំងបេះដងដោយសារការសម្ដែងរបស់ទាវទៅហើយគេបានចូលរួមអបអរសាទរថ្ងៃរៀបការរបស់គេបណ្ឌិតឈុនស៊ីកនៅតែឈរភងើងឆ្ងល់មានអារម្មណ៍ថាទាវសម្ដែងរៀងលើស្ពេកបន្តិចហើយនេះធ្វើឲ្យគេចាប់ផ្ដើមគិតថាការរិះគន់របស់លោកពូប្រហែលជាត្រឹមត្រូវហើយមើលទៅពេលគេរៀបនឹងយកមកឈូនីស្រាប់តម្ដៃរបស់ឈ្មោះគេឈូនិកមិនបានប្រាំគ្រួសារទេថាគេបានជួលមិត្តខ្លាំងៗមកចូលរួមនោះឡាយនៃក្រណកាទៀកយ៉ាងគួរសមហើយឆ្នៃប្រឌិតសាទរឿងអតីតកាលដ៏គួរឲ្យជឿជាក់មួយយ៉ាងរលូនយុទ្ធចម្កល់ឃើញការភ័យព្រួយរបស់ឈូនិកទៅផ្ដល់សញ្ញាយោគេរក្សាភាពស្ងប់ស្ងាត់អ្នកទាំងអស់គ្នាកំពុងគិតថារឿងនឹងបែកធ្លាយហើយមែនទេចាំមើលសិនពេលនោះឈូនិកឃើញពូរបស់គេដើរមកកំបងទៀតក៏កាន់តែភ័យស្លន់ស្លោគេប្រកាសក្នុងចិត្តថាពួកគេច្បាស់ជាដឹងភ្លាមមិត្តថាទេវមិនមែនជាមិត្តពិតប្រាកដរបស់គេនោះទេទោះពេលលោកពូលើមកដល់គាត់ក៏សួរទៅកាន់ឈុនស៊ីកយ៉ាងតានថាហេតុអ្វីបានចេះសម្លឹងមិត្តសម្លាញ់របស់ខ្លួនក្នុងក្រសែភ្នែកចម្លែកបែបនេះពេលដែលនឹកស្មានមណ្ឌលមួយនេះបានធ្វើឲ្យឈុនស៊ីកកាន់តែវិលមុខវង្វេងវង្វាន់ជាងមុនទៅទៀតមើលទាវដោយក្តីមិនជឿគេដេវឆ្លើយមកវិញដោយស្នាមញញឹមដ៏ស្ងប់ស្ងាត់និងជើងជាក់មុតជូនិកខ្លួនឯងក៏ចាប់ផ្ដើមសង្ស័យថាតើគេធ្លាប់ជួបទាវពីមុនមកមែនឬក៏អត់កំណែស្ថិតក្នុងស្ថានភាពភ័យស្លន់ស្លោដល់កម្រិតខណៈពេលដែលគេសម្លឹងមើលទៅកាន់ពូរបស់គេ
លឹងមើលមកគេវិញជាមួយនឹងខ្សែភ្នែកដ៏មុតស្រួចនិងឥតរំជើបវាបញ្ជាក់យ៉ាងច្បាស់ថានៅវិនាទីនោះខួរក្បាលរបស់ Unique កំពុងតែដំណើរការលើសកម្រិតហើយក្នុងភាពខ្មាស់អៀនដែលមិនអាចកែប្រែបានគេក៏ព្យាយាមស្វែងរកគ្រប់ការចងចាំទាំងអស់ពីអតីតកាលរបស់គេនេះគឺបណ្ដាលមកពីការសម្ដែងរបស់ទេវសុទ្ធសាធហើយគំនិតរបស់គេនៅតែបន្រត់វឹកវរក្រោមសម្ពាធដ៏ធ្ងន់ធ្ងរនេះនឹកអ្នកនឹងខ្ញុំទៅតែបានឃើញការសម្ដែងសម្លឹងមើលទាវកំពុងឆ្ងល់ថាតើគេពិតជាអ្នកណាហុកប្រកបនៅក្នុងចិត្តរបស់គេវាមានអារម្មណ៍ហាក់ដូចជារោគភាពភ្លេចមុនពេលស្លាប់អ៊ីចឹងតែទាំងអស់គ្នាមកមើលឈុតនេះពេលដែលទេអូលោកទៅជួនឹកកាន់តែភ័យបែកញើសតែម្ដងញឹមហើយធ្វើសញ្ជឹកមិនចាំជួបគ្នាពេលក្រោយជួនឹកស្ទើរយូរមែនតែនមិនដឹងថាគួរចាប់ដៃឬអត់នោះទេពេលឡើងទីបំផុតគាត់ក៏ព្រមចាប់ដៃទេអូដោយបង្ខំចិត្តញញឹមនឹងអរគុណដែលបានមកចូលរួមពេលមើលចាប់ដៃទេអូគិតក្នុងចិត្តថាជួនឹកពិតជាលេងអស់ដៃមែនក្នុងការសម្ដែងមួយនេះពេលសារតែបែបនេះទើបគាត់អាចដោះស្រាយស្ថានភាពបានគាត់ទទួលស្គាល់ថានេះពិតជាមកពីការខិតខំប្រឹងប្រែងមែនពេលបន្ទាប់មកឈុតឆាកក៏បានកាត់យ៉ាងរលូនទៅកិនក្រមុំដែលកំពុងឈរក្បែរគ្នាពេលការរីចិត្តជាប់យកពួកគេក៏ខ្លាយជាប្រពន្ធពេញច្បាប់ហើយភ្ញៀមគាត់ទៅអាប់តែអូក៏បានស្រែកហៅដោយក្តីរំភើបផងដែរជជែកគ្នាលេងរបស់ភ្ញៀវកូនក្រមុំបាយចិត្តខ្លាំងហើយក៏ចាប់ផ្ដើមនិយាយពីអារម្មណ៍របស់នាងប្រាប់ជួនឹកមួយសន្ទុះក្រោយមកនាងក៏ងាកទៅចាប់អារម្មណ៍តេអូហើយចាប់ផ្ដើមសួរអំពីគាត់វិញពេលប្រពន្ធកងអុលទៅតេអូជួនឹកក៏ចាប់ផ្ដើម20បន្ទពេលមិនបានសង្ស័យសោះថាតេអូគឺជាភ្ញៀវស៊ីឈ្នួលជួនឹកប្រាប់នាងថាគាត់នឹងពន្យល់រឿងគ្រប់យ៉ាងនៅពេលក្រោយតែគាត់ស្ទើរតែមិនជឿសោះថាតាំងពីម្ដាយគាត់ពូគាត់រហូតដល់ពេលនេះគឺគ្រប់គ្នាចាញ់បោកការសម្ដែងនេះទាំងអស់គាត់ព្យាយាមសម្រួលអារម្មណ៍ដោយប្រាប់ខ្លួននឹងឲ្យអត់ធ្មត់ព្រោះរឿងនេះជិតចប់ទៅហើយតែចប់បទចម្រៀងនឹងការនិយាយរបស់ពិធីករគាត់អាចទៅបានហើយចាំបាច់ឲ្យត្រូវខ្វល់ពីអ្នកដែលគាត់មិនស្គាល់នោះនឹកជួនឹកកាន់តែសំរសល់ដែលធ្វើឲ្យកូនមុំពេលឃើញគាត់មានការរក់បែបនេះពេលពិធីករចាប់ផ្ដើមនិយាយប្រកាសសម្រាប់កុស្វាមីប្រយ័ត្នមើលទាំងរៀបរាប់ពីរឿងខាងកូនមុំហើយកុំលុកប្រកាសជាមានម៉ូតនៅភាពហើយពេលលឺរឿងរំភើបនេះភ្ញៀវក៏សេះសោះបាយទាំងអស់គ្នាពេលលោក៏បន្ទាបដោយចង់បញ្ជាក់ថាខាងកូនកំលុះក៏មិនត្រូវចាញ់ប្រៀបដែរធ្វើឲ្យជួនឹកនិងកូនក្រមុំចាប់ផ្ដើមភ័យនឹងថាជួនឹកពិតជាល្បីល្បាញខ្លាំងណាស់កាលពីរៀននៅសាកលវិទ្យាល័យត្រង់នេះហើយនេះដែលវឹកវរបែបនេះជួនឹកកាន់តែភ័យស្លន់ស្លោទៅមានជាណាមានអនុស្សាវរីយ៍ចង់និយាយពីកូនកំលុះឬទេពេលមុំចាប់ផ្ដើមបារម្ភហើយឆ្ងល់ថាវិធីក៏កំពុងធ្វើអីនឹងចំណែកជួនឹកវិញភ័យឡើងចង់កង់បេះដូងទៅហើយពិតជាមានរឿងធំហើយភ័យខ្លាចជួលភ្ញៀវខ្លាចត្រូវបែកធ្លាយខ្មាស់គេពេលដានទាំងនោះតេអូដើរចេញមកដោយវិបរោះហើយសំឡងនិយាយគ្រាន់តែសុំលេងគាត់ជួនឹកកង់ស្រុកតែបងមុំស្វាងមុនគាត់យ៉ាងរាក់ទាក់ហើយសរសើរថាចេញមកលឿនមែនថែមទាំងប្រាប់ឲ្យគាត់ណែនាំខ្លួនបន្តិចផងអូបង្ហាញខ្លួនជាមួយស្នាមញញឹមដ៏ស្រទន់ហើយណែនាំខ្លួនថាជាមិត្តភក្តិពីក្លឹបសាកលវិទ្យារបស់ជួនឹកពេលនោះជាញ៉ាលេងសើចថាពួកគេមិនដែលបានទៅដើរលេងទេគឺគិតតែពីផឹកស៊ីជុំគ្នារាល់ថ្ងៃពេលលុបភ្លាមជួនឹកញាក់ផ្អើលចំហាក់មាត់តែម្ដងពេលអូបន្ទាបថាជួនឹកគឺជាមនុស្សដែលខិតខំប្រឹងប្រែងជាងគេបំផុតក្នុងចំណោមពួកគេទាំងអស់តូជូតមិនសូវនិយាយស្ដីទៅណាចូលចិត្តគាត់ដែរគាត់ថែមទាំងសរសើររូបរាងសង្ហារបស់ជួនឹកទៀតផងពេលគាត់បន្ទាបថាមិត្តភក្តិជាច្រើនអាចកែប្រែជីវិតបានដោយសារតែជួនឹកក្នុងនោះក៏មានរូបគាត់ផ្ទាល់ដែរមិនដឹងថានេះជារឿងប្រឌិតមែនទេប៉ុន្តែមើលជួនឹកទៅគាត់ចាប់ផ្ដើមស្រមៃនៅឃើញរឿងខ្លាំងៗអស់នេះទៅវិញតាមរ៉ូមែនទឹកភាពក្លាហាននឹងការនឹករលឹកចាប់ផ្ដើមផុសឡើងក្នុងចិត្តគាត់ចាប់ផ្ដើមជឿថាជីវិតវ័យ20ឆ្នាំដែលគាត់គិតថាកៅនោះតាមពិតគឺពោពេញដោយអនុស្សាវរីយ៍ទោះបីជាវាជារឿងធម្មតាក៏ដោយវាឲ្យខ្លីទៅគាត់ទើបតែដឹងថាតាមពិតគាត់ក៏មានមិត្តភក្តិដែររបស់តេអូទាំងអស់នេះធ្វើឲ្យជួនឹករំជួលចិត្តយ៉ាងខ្លាំងពេលបង្ហាញការដឹងគុណហើយប្រាប់ថាជួនឹកទៅជីវិតគាត់ផ្លាស់ប្ដូរហើយគាត់ចូលរួមអបអរសាទដោយស្មោះចំពោះពិធីរៀបការនេះជួនឹកលែងអាចទប់អារម្មណ៍បានទៀតហើយគាត់រំភើបខ្លាំងណាស់ហើយក៏អរគុណតេអូម្ដងទៀតដែលបានមកចូលរួមពេលមកពួកគេទាំងពីរក៏អបគ្នាឈុតឆាកក៏បដូរយ៉ាងយឺតទៅពេលបន្ទាប់នៅក្នុងកម្មវិធីដែលតេអូកំពុងអង្គុយញ៉ាំអាហារគាត់គិតក្នុងចិត្តថាពិតទុកពិសោធន៍មួយនេះពិតជាមានន័យជាងការអង្គុយញ៉ាំឆ្អឹងជំនីអាំងម្នាក់ទៅទៀតវាមិនអាចប្រៀបនឹងការនៅម្នាក់ឯងបានទេទោះបីជានៅខាតអ្វីម្យ៉ាងក៏ដោយវាធ្វើឲ្យគាត់នឹកឃើញដល់អារម្មណ៍កាលពីសម័យនៅរៀនរបស់គាត់ពេលអារម្មណ៍ត្រេកអរដែលបានមកធ្វើជាភ្ញៀវស៊ីឈ្នួលហើយកំពុងគិតថាតើគាត់គួរធ្វើអ្វីបន្ទាប់ពេលកំពុងតែផ្លឹកជួនឹកក៏បានស្រែកហៅគាត់ជួនឹកដល់មកចិត្តហើយសុំទោសដែលមិនបានចំណាំគាត់ពីដំបូងយល់ថាតេអូតែងតែពាក់អាវក្រណាត់គ្រប់បក្បាលដែលធ្វើឲ្យគាត់ពិបាកចំណាំមុខមែនទែនជាពិសេសដោយសារតែពេលកន្លងផុតទៅយូរណាស់មកហើយគាត់នឹកឃើញកាលពីមុនដែលពួកគេធ្លាប់ផឹកសូជូ4-10ជាមួយគ្នាហើយស្នើឲ្យពួកគេនៅតាក់ទងគ្នាបានញឹកញាប់ព្រមទាំងអាគុណដំបងទៀតទាវក៏ឆ្លើយដប់ដោយការសុំទៅយ៉ាងម៉ឺងម៉ាត់យើងចប់ត្រឹមនេះហើយតែក្នុងចិត្តគាត់គិតថាគាត់ពិតជាមិនអាចកុហកបានទេបើវាមិនមែនជាការសម្ដែងក្លូយសុំទោសគាត់ក៏អានអាប់អរយ៉ាងស្មោះដែលធ្វើឲ្យឈិនស៊ីកនិងកូនក្រមុំកងតែម្ដងទាំងគាត់លឹកគិតថាត្រូវតែប្រញាប់ទៅអោបាត់ដោយខ្លាចថាបើនិតនេះយូរជាងនេះទៀត
nên cầm hồ nâng lép trò bạc cót nghiêng một cầm vị thầy vinh chun xích con môn pe đua sần lọp tầm đòn ini côn kẻ mông bà rong pi cót khlang ná pe tiểu đời trên có chơi đơn bọc mẹ tơប្រញាប់សុំទោសភ្លាមពេលលើស្មាកតហើយប្រាប់ឲ្យកតឈប់សិនគេអបិតជននោះជាពូរបស់ Chunik ដែលបានសួរថាតើរឿងអំបញ្ញមិញនេះគឺជាការសម្ដែងភ្លាមសុទ្ធសាធឬយ៉ាងណាពេលបានបង្ហាញពីពូរបស់ Chunik ឈ្មោះ Wark In-ho ជាអតីតអ្នកសរសេររឿងដ៏ល្បីដែលមានភ្នែកយ៉ាងមុតស្រួចគេមុតស្រួចដល់ថ្នាក់គម្រាមការងារអ្នករើសទូគាត់ត្រូវគេហៅថាអ្នកវាយតម្លៃការសម្ដែងពេលរេកនមួយផ្លេតនោះក៏លួចកោត software ដែរតែដោយគិតថាមិត្តក្មួយខ្លួនពិតជាសង្ហាណាស់ហើយគំនិតនោះក៏คล้ายជាកំហុសតែម្ដងពីទឹកមុខដល់គឺស៊ីជម្រៅដោយបមារប្តមុខរហូតអញ្ចឹងបើ In-ho មិនឃើញផ្ទាល់ភ្នែកសំបីគាត់ក៏មើលមិនដឹងពីការផ្លាស់ប្ដូរនេះដែរពេលលើគាត់បនសង្កេតមើលទៅគិតចៅយល់ថារឿងនេះពិតជាមិនគួរឲ្យជឿសោះទុកដឹងថាជាការសម្ដែងពេញមួយកម្មវិធីតែម្ដងពេលតបយ៉ាងអស្ចារ្យទៅនឹងសម្ដីពិធីកោដោយការសម្ដែងភ្លាមភ្លេចតែម្ដងពេលមើល In-ho ស្និទ្ធថាគ្មានផ្លូវដែលគាត់មើលមិនស្កោតរាដែលមានទេពកោហលកម្រិតនេះទេឯណាក្មេងនេះជាអ្នកថ្មីឬក្រនតែជាស្មាត់ចិត្តពេលនោះទេវក៏ឆ្ងល់ពេលឃើញលោកពូសម្លឹងគាត់យ៉ាងមុតស្រួចតែលួចគិតក្នុងចិត្តថាគាត់ច្បាស់ជាមិនបណ្ដោយរឿងនេះឡើយក៏សួរទេវថាចុះកងត្រាជាមួយខ្លួនណាទៅទេវឆ្ងល់នឹងពាក្យនេះក៏សួរវិញថាកងត្រានឹងមានន័យម៉េចទៅមិនខ្វល់ឡើយអាជីពដូចគ្នាមិនបាត់លេងសើចសួរថាហេតុអ្វីមានសមត្ថភាពកម្រិតនេះមកធ្វើរឿងបែបនេះនៅទីនេះនេះទេវក៏សួរពីអត្តសញ្ញាណ In-ho សូប្រាប់ថាខ្លួនជាពូរបស់ Chunik ទេវក៏គោរពស្វាមន្តគាត់យ៉ាងគួរសមប្រាប់ឲ្យគាត់បកស្រាយដោយអះអាងថាគាត់ដឹងរឿងដែលគួរដឹងអស់ទៅហើយថាគាត់ធ្លាប់ឃើញមុខថ្មីសឹងគ្នាហើយទេសូថាដើរធ្លាក់មុខធ្លាប់រៀនខាងសម្បែងដែរទេពេលរត់មួយផ្លេចទេវឆ្លើយថាខ្លួនត្រឹមជាអ្នករៀនចប់វិទ្យាល័យដែលគ្មានការងារធ្វើប៉ុណ្ណោះតែថាគាត់នៅតែធ្វើពើហើយលួចសម្គាល់ថាក្មេងនេះមានល្បិចច្រើនការបិទបង្ការពិតយាយចេញមកក្រៅគាត់ស្រសើរថាទេវជាមនុស្សកំ pl ែងណាស់នោះ In-ho ក៏មិនអាចឈប់គិតពីរូបរាងដ៏ទាក់ទាញអស្មុកស្ងើចបែបនេះអាចប្រូទៅជារស់រវើកបានយ៉ាងម៉េចគាត់សម្រេចថាត្រូវតែយកគេអោបបាន In-ho សួរទេវថាធ្លាប់មើលរឿង Disbelief Hell ទេដោយប្រាប់ថាគាត់ជាអ្នកសរសេរផ្ទាល់ហើយឲ្យសាក់ឆែកទូរស័ព្ទមើលទៅទាវក៏ព្រមឆែកទូរស័ព្ទងាត់បានមើលរឿងនេះតាំងពីយូរមិនភ្ញាក់ផ្អើល In-ho គិតថានេះជារឿងធម្មតាសម្រាប់អ្នកក្នុងផ្សាយនេះតែភ្លាមនោះស្រាប់តែទេវមានអារម្មណ៍ឈឺចាប់ឆក់ទៅយ៉ាងចម្លែកមួយច្រើនពេកគាត់ចាប់ផ្ដើមធ្វើទុកមុខបែបនេះ In-ho ប្រាំឲ្យលំហាយមុខសិនដោយបន្ថែមថាទោះគាត់ធ្លាក់ដីមួយរយៈនេះមែនតែកម្រងនេះពិតជាល្អខ្លាំងគាត់អក្សរធ្វើទុករបស់ទេវកាន់តែខ្លាំងឡើង In-ho ក៏ហុចលេខឲ្យទៅប្រាប់ថាវាសម្រាប់រឿងដែលគាត់កំពុងរៀបចំយល់ព្រមទទួលលេខរួចប្រញាប់សញ្ជេថានឹងតាក់ទងទៅវិញមុនពេលប្រញាប់រត់ចេញទៅគ្រូស្រែកពីក្រោយថាគាត់នឹងផ្ញើរំលឹកឲ្យឆែកមើលផងពេលនោះទេវក៏បានឆ្លើយតបទៅវិញមុខ In-ho ក៏ខលទូរស័ព្ទហើយចាប់ផ្ដើមនិយាយពីទេវយ៉ាងរំភើបមុខម្ខាងទៀតទេវកំពុងតែត្រដោកខ្យល់ដោយសារក្រពស់ត្រាំលែងបានមិនយូរប៉ុន្មានឈុតថ្មីបង្ហាញថាទេវបានទទួលសារមួយពីក្រុមហ៊ុនរបស់គាត់ក្រុមហ៊ុនបានប្រាប់ថាអធិជនបានតឹងតវ៉ាយ៉ាងខ្លាំងមួយបាក់ដោះស្រាយណាស់ទោះជាគេបើកលុយឲ្យមែនតែគាត់លែងអាចបន់ធ្វើការជាមួយគេទៀតហើយប្រតិកម្មឡើយទោះត្រូវគេបញ្ចប់មែនតែក្នុងចិត្តគាត់ពិតជាស្ដាយគ្រូដឹងថាវាជាកំហុសរបស់ខ្លួនពេលគាត់មានបំណងលោកទេអូគេជឿថាជាភ្ញៀវពិតគឺដូតលេងសិទ្ធនឹងអារម្មណ៍គេទោះយ៉ាងណាគាត់ពិតជារីករាយនឹងបទពិសោធន៍នេះខ្លាំងណាស់ការសម្ដែងស៊ីចម្រៅត្រូវការអ្នកឆ្លើយតបតែគំនិតមួយនេះគឺខុសស្រឡះតែម្ដងទាំងអស់គ្នាគិតមិនដែរគាត់ក៏បើកទូទស្សន៍មើលដោយគិតថាគួរតែចំណាយពេលចោលបែបនេះជាជាងធ្វើបាមគេតាមដានជាមួយខ្ញុំបន្តិចការមើលដួងសនសម្ដែងធ្វើឲ្យទេវគិតយ៉ាងខ្លាំងថាតើគាត់គួរធ្វើយ៉ាងណាបន្ទៀតពេលគាត់បានមើលជាចំណងចង់សម្ដែងរបស់គាត់ក៏កាន់តែពុះកញ្ជ្រោលប្រុសគ្រាន់តែជ្រុលសម្លឹងមើលអញ្ចក់តែម្នាក់វាឡើងជាចំណាប់អារម្មណ៍របស់គាត់ទៀតហើយពេលគាត់ចាប់ផ្ដើមមកអូប្រាប់ខ្លួននឹងថាគាត់ត្រូវតែចូលរួមសម្ដែងជាមួយអ្នកដទៃដោយព្យាយាមរកវិធីណាដែលមិនធ្វើឲ្យប៉ះពាល់ដល់អ្នកផ្សេងពេលកំពុងមើលឈុតឆាកដែលតួប្រុសកាន់ដៃតួស្រីរួចក៏ទាញនាងមកអបនោះតែទីនេះធ្វើឲ្យនឹកឃើញដល់ពាក្យសម្ដីរបស់ In-ho ដែលធ្លាប់ប្រាប់គាត់ពីពុតមាននៃការសាក់លបងសម្ដែងមើលទូរស័ព្ទទាំងការគិតចំណែកកេងកំពុងនិយាយទូរស័ព្ទយ៉ាងអន្ទះសារដោយអះអាងថាសមត្ថភាពសម្ដែងក្រៅឆាករបស់ទេវគឺពិតជាអស្ចារ្យខ្លាំងណាស់ក៏ច្បាស់ជាឡងស្រឡន់ពេលឃើញការសម្ដែងរបស់គេហើយថែមទាំងប្រកែកទៀតថាទេវគឺពិតជាល្អជាងបេកជូនមុនដែលពួកគេធ្លាប់បានពិភាក្សាគ្នាទៅទៀតភាគៀមទឹកជប់ប្រកែកហើយគ្រាន់តែដាក់ឈ្មោះទេវចូលទៅក្នុងបិសាកលបងសម្ដែងទៅគឺចាប់ហើយទាំងហានសន្យាថានឹងដកខ្លួនចេញពីកម្រងនេះទាំងស្រុងទៀតផងបើសិនជាការសម្រេចចិត្តរបស់គាត់ខុសដែលកំពុងនិយាយទូរស័ព្ទជាមួយក៏សួររកឈ្មោះក្មេងនោះប៉ុន្តែហូចឆ្លើយដបវិញថាគាត់នឹងប្រាប់នៅពេលក្រោយបន្ទាប់ពីគាត់សួរដឹងសិន
ភៀរៀងទៅបាំងឡាងជេគន់ថាលងងដូចជាច្រករួចក៏ចុចបិទទូរស័ព្ទភ្លាមតែម្ដងចំណុចអ្នកត្រូវមើលឲ្យច្បាស់កំពុងតែខឹងខ្លាំងហើយភ្លាមនោះទេវក៏ទៅចូលទៅគាត់ដៃជាគិតថាជាមនុស្សអ្នកដែលទៅតែបិទទូរស័ព្ទមុននេះទៅវិញលើកទូរស័ព្ទទាំងកំហឹងស្រ័យជេរនឹងចោទប្រកាន់ថាទៅមកវិញធ្វើអ្វីទៀតបន្ទាប់ចុចបិទទៅហើយនោះទេវបានញ៉ាំខ្លួនយ៉ាងស្ងប់ស្ងាត់ថាគាត់គឺជាអ្នកដែលទទួលបានលេខទូរស័ព្ទនេះហើយសួរដើម្បីបញ្ជាក់ថាគាត់ពិតជា Workinho ដែលជាអ្នកនិពន្ធថៃឬអត់Inho ក៏ស្ងប់អារម្មណ៍ភ្លាមមួយរំពេចបន្ទាប់មកទេវក៏សួរពីកាប់ Richard និងទីតាំងសាកល្បងសម្ដែងដោយបង្ហាញពីបំណងប្រាថ្នាចង់ក្លាយជាតួសម្ដែងរូបពាក្យទាំងនេះភ្លាមក៏ញឹមឡើងតែគិតក្នុងចិត្តថាកូនធ្លំស្មានថាគ្មានច្បាស់ជាមិនតែមកកូននោះទេបន្ទាប់សាត់រឿងតោទៅកាន់ទីតាំងកូនតាមតង់ផ្លូវដែលលោកពូបានស្នើឲ្យទេវសង្កេតមើលជំនាញសម្ដែងរបស់តួចាស់ដែលកំពុងនៅទីនោះបីនោះបត់ពាក់វ៉ែនតម្នាក់កំពុងពិនិត្យមើលលេខសារទាំងទឹកមុខពោលពេញដោយភាពតានតឹងកំពុងតានតឹងលោកពូក៏ព្យាយាមបញ្ជាក់ថាមនុស្សដែលគាត់ណែនាំគឺពិតជាមានទេពកោសល្យជាពិសេសគឺសមត្ថភាពសម្ដែងក្រៅឆាកដ៏អស្ចារ្យរបស់គេរុស្សកានៅពេញដោយកំហឹងយ៉ាងច្បាស់គេសង្កត់ធ្ងន់ថាការរៀបចំការសាកល្បងសម្ដែងបទនេះគឺមានហេតុផលរបស់វាហើយបញ្ជីឈ្មោះទូក៏បានរៀបចំរួចហើយដែរគាត់ដែលសិនមើលទល់យកអ្នកតែគ្មានបទពិសោធន៍តតែសោះហើយប្រាប់លោកពូឲ្យឈប់រឿងរស់ទៅលោកពូនៅតែបនរងដល់មិនព្រមឈប់ត្រឹមតែផ្ដល់លេខរៀងសម្រាប់សាកល្បងសម្ដែងក៏បានដោយបញ្ជាក់ថាគាត់មិនបានបង្ខំឲ្យយកតួនេះទេគ្រាន់តែចង់ឲ្យគេវាយតម្លៃក្មេងនេះម្លងប៉ុណ្ណោះយ៉ាងនេះក្តីបុរសប៉វេនតានៅតែបន្តដសេតដែលធ្វើឲ្យលោកពូកាន់តែខឹងសម្បារខ្លាំងឡើងដឹងស្រាំហើយពីសង្គមមួយនេះលោកពូក៏សួរការសម្ដែងនេះដោយសម្ងាត់បានដែរឬទេទាំងប្រាប់ថាឲ្យតែអត្រាអ្នកមើលការឡើងរឿងផ្សេងទៀតមិនសំខាន់នោះទេបុរសប៉វេនតាធ្លាក់ចូលក្នុងការគិតយ៉ាងជ្រៅបន្ទាប់ពីបែបនេះឈុតឆាកក៏កាត់ទៅអតីតកាលយ៉ាងរលូនដែលបង្ហាញពីបុព្វពាក្យវ៉ែនតាដែលនេះកំពុងនៅក្នុងបន្ទប់ជាមួយមនុស្សម្នាក់ទៀតដែលកំពុងពិនិត្យមើលសាច់រឿងមានចំណងជើងថា Ash City ដឹកនាំដោយ Gi Chong-gun និងនិពន្ធដោយ Gino កំពុងពិនិត្យសាច់រឿងមើលទៅពិតជាចាប់អារម្មណ៍ខ្លាំងហើយឆ្ងល់ថាតើអ្នកនិពន្ធថ្នាក់នេះទទួលបានស្នាដៃល្អរបស់ខ្លួនមកវិញហើយឬយ៉ាងណាយល់ស្របថាវាពិតជាជម្រើសដ៏ល្អមួយទោះបីជាគាត់ស្ទាក់ស្ទើរមិនហានសរសើរថាវ៉ាឡាជាងរឿង Deep Hell ក៏ដោយបើទោះជាពលសម្នាក់ទៀតជឿជាក់យ៉ាងមុតមមក៏ដោយតែបនខណៈពេលដែលបោះនោះហុចស្រោមសម្បត្តិមួយឲ្យអូនលថាវាជាខ្លីធ្វើដំណើរដែលធ្លាប់បានសន្យាអវ័យតែមើលទៅភ្ញាក់ផ្អើលនឹងចំនួនប្រាក់ហើយសួរត្រវនោះបញ្ជាក់ថាវាមិនមានអ្វីធំដុំនោះទេបើប្រៀបធៀបទៅនឹងការខិតខំប្រឹងប្រែងស្វែងរកតួសម្ដែងថ្មីទាំងបញ្ជាក់ប្រយោលថាការសាកល្បងសម្ដែងនឹងត្រូវធ្វើឡើងជាលក្ខណៈកញ្ជូនបន្ទាប់មកការពិភាក្សាក៏ត្រូវទៅជារឿងបញ្ជូនគីមហួនឲ្យមកសម្ដែងជាតួអូតបាក់វិញរស្នូបង្ហាញការពេញចិត្តដោយទាំងរូបគេនិងផលិតករសុទ្ធដែលយល់ស្របគ្នាហើយក៏បង្ហើបពីឱកាសសហការក្នុងកម្រងនាពេលអនាគផងដែរមានទាំងនិយាយបន្វរបន្ទុយសម្ភារវាក្រាន់តែជាមើលថាតើគីមហានអាចធ្វើអ្វីបានប៉ុណ្ណោះពាក្យទាំងនេះធ្វើឲ្យបុរសពាក់វ៉ែនតគាត់តែមានអារម្មណ៍មិនស្រួលអតីតការរសាត់បាត់ទៅសាច់ក៏ត្រឡប់មកបញ្ចប់បនវិញបុរសពាក់វ៉ែនតាដែលពេលនេះត្រូវបានគេដឹងថាជាកូលូនកំពុងសម្លឹងមើលសាច់រឿងយ៉ាងស្ងៀមស្ងាត់បន្ទាប់មកខ្សត្រតារឿងបដូរមកជារូបដែងដែលនៅពីក្រោយដោយដូយូនុបជារកូនីក៏ក្រុមហ៊ុន YKB Entertainment យល់ពីទូនាទីរបស់អ៊ុតបាក់ដែលជាទួងនៅក្នុងខ្សែភាពយន្តអូក្រាត់កំ Grey City ផងដែរពីពួកនេះថាជាមនុស្សឈ្កួតញ៉ាំល្បែងហើយជាតួដែលលេចធ្លោខ្លាំងរយៈទូនេះឌូយ៉ានមានគោលបំណងចង់ប្រឹងកេតឈ្មោះរបស់គីមហួនដោយធានាបានទាំងប្រាក់ចំណេញនិងភាពល្បីល្បាញលើកខ្លងក្នុងគំនិត Kalgan ក៏នឹកឃើញដល់ស្ថានភាពរបស់ខ្លួននឹងខ្ញុំយល់យ៉ាងណាចំពោះរឿងនេះគាត់ចាត់ទុកថាវាជាសកាសចុងក្រោយរបស់គាត់ដោយគិតថាការរសោកប៉ាន់នេះក៏មិនមែនជារឿងអាក្រក់ទាំងស្រុងនោះដែរពេលដែលគាត់កំពុងតែគិតយ៉ាងជោគចិត្តលោកពូក៏ស្រែកហៅគាត់យ៉ាងខ្លាំងដោយចោទប្រកាន់ថាគាត់ធ្វើហាក់ដូចជាមិនខ្វល់ពីគេមកមើលរឿងនេះទាំងអស់គ្នាមុនពេលពូអាចបានខីឡនស្រាប់តែស្រែកឲ្យគាត់ភ្ញាក់ខ្លួនឡើងដែលធ្វើឲ្យលោកពូពិតជាស្រឡាំងកាំងយ៉ាងខ្លាំងតែកុំហាក់ឲ្យគាត់ភ្ញាក់ខ្លួននិងរិះគន់គាត់ថាជាមនុស្សល្ងងហួសសម័យគេសួរកាមក្នុងអតីតកាលដ៏រងរឿងនេះយូរប៉ុណ្ណាទៀតហើយថែមទាំងបញ្ជាក់បញ្ចេញថាគាត់ប្រហែលជាមិនទទួលបានអ្វីសោះនាពេលថ្មីនេះដោយសារតែស្ថានភាពធ្លាក់ចុះរបស់គាត់ការប្រមាណលែងបានលោកពូក៏មាត់ឆាហ្គិនមួយដៃកប់ជិនចូលហ្គិនសួរវិញថាតើវាមិនគួរឲ្យអស់ចំណេញទៅដែលមនុស្សអាយុ40ឆ្នាំទៅហើយនៅមានសល់ត្រឹមតែភាពអំនួតបែបនេះពេលលោកពូសួរយ៉ាងស្ងប់ស្ងាត់ថាគេនិយាយចប់គាន់នៅតែបនស្រែកឡូឡាដោយបន្ទោសគាត់ថាបំផ្លាញអ្វីទាំងគ្រប់យ៉ាងខ្លាំងឡើងខណៈអ្នកចូលមើលចាប់ផ្ដើមខាត់ពួកគេនៅតែបនចោតប្រកាន់លោកពូថាបានបង្ហុំតួសម្ដែងឲ្យទទួលតួនាទីសំខាន់លោកពូការពារខ្លួនដោយអាងថាគាត់យល់ព្រមតែពីតួទាំងនោះបង្ហាញទេពកោសប៉ុណ្ណោះហើយកំហុសរបស់ពួកគេពេលក្រោយមិនមែនជាការទទួលខុសត្រូវរបស់គាត់ទេយកបង្ហាញពីការមិនព្រមទួលកំហុសរបស់ Shilon ដោយគេព្យាយាមបំបីពួកគេក៏ដោយ Kyogan នៅតែសង្កត់ធ្ងន់ដោយសួរថាលីទៀវជានរណាហើយលោកទទួលបានលុយប៉ុន្មានយកបកវិញដោយសួរថាហេតុអ្វីបានជា Cholgun សំបីតែអនុញ្ញាតឲ្យមានការសាកល្បងសម្ដែង
ដោយលោកការតែកុកលោកពូក៏លើកអុយឈ្មោះគីមហ៊ុនមកនិយាយដែលធ្វើឲ្យជួនកាំងឈប់មួយរំពេចនេះអារម្មណ៍នឹងប្រតិកម្មនេះលោកពូចោតគេថាមានការលាក់បាំងហើយថែមទាំងនិយាយបញ្ឆិតបញ្ជៀងថាគេខ្លាចអ្នកចំណូលថ្មីលេចធ្លោជាងគីមហ៊ុនពេលអន្ទុះជាលុនក៏ញញឹមចង់មាត់ហើយយល់ព្រមឲ្យមានការសាកល្បងសម្ដែងប៉ុន្តែគេស្រែកក្តាំងថាគេនឹងលាតត្រដាងពីការសម្រេចចិត្តដ៏ល្ងងខ្លៅរបស់លោកពូនៅចំពោះមុខមនុស្សគ្រប់គ្នាពេលលោកពូព្រមានគេវិញថាគេប្រហែលជានកដែលត្រូវទួលរងភាពអាម៉ាត់ខ្លួននឹងទេមើលទៅឡាត្រង់នេះហើយដែលរឹតតែក្រឹកឆឹកមិនខ្វល់ទេហើយដាក់លក្ខខណ្ឌដ៏ធំមួយថាអ្នកដែលចាញ់ត្រូវតែចាក់ចេញពីសិល្បៈបន្ទាប់ពីថត់ចប់កាត់មកបន្ទប់របស់ទៅវិញដែលគេកំពុងរៀបចំចេញដំណើរជាមួយការពោបនឹងលុយមួយចំនួនដោយប្រាប់ខ្លួនឯងថាវែលមុំគ្រប់គ្រាន់សម្រាប់ពេលមានអាសន្នហើយញោមកាបដែលឆ្ងាយចិត្តយ៉ាងមុតមមគេក៏បោះចំហានចេញទៅដែលជាការចាប់ផ្ដើមនៃដំណើរថ្មីរបស់គេពេលក្រុងរួចចុះមកវិញអ្នកបបមើលទៅហាក់ដូចជាសង្ស័យក៏សួរថាទៅមានលុយគ្រប់គ្រាន់សម្រាប់ជិះដែលឬទេគេបញ្ជាក់ថាគេមានលុយគ្រប់គ្រាន់បន្ទាប់ពីឡើងជិះតាក់ស៊ីអ្នកបើកបរសួររកគោលដៅហើយពេលលុយឈ្មោះគុនវ៉ាន់ឡែនភ្លាមពេលគាត់ចាប់ផ្ដើមមានអារម្មណ៍មិនស្រួលនិងភ័យបន្ទើពេលទាំងគិតថាទៅគួរឲ្យទៅចុះពីឡានភ្លាមអត់ក្នុងឈុតបន្ទាប់ទៅដើរចូលទៅក្នុងកន្លែងលេងល្បែងមួយដែលបរិយាកាសនៅទីនោះហាក់បីដូចជាច្របូកច្របល់ខ្លាំងមែនទែននេះត្រឹមគេស្គាល់ខងអានឡែនជាទីតាំងមនុស្សធម្មតាភាគច្រើនតែងតែខ្លាចចុះអាពេលស្នាមញញឹមចម្លែករបស់ប្រុសអាកំបាំងនោះទេវមកទីនេះដើម្បីរៀនពីអារម្មណ៍ថ្មីព្រោះគេចង់បង្ហាញការសម្ដែងឲ្យបានល្អឥតខ្ចោះបំផុតក្នុងការសាកល្បងរបស់គេពេលដែលគេកំពុងតែចម្លងអារម្មណ៍ពីមនុស្សជាច្រើននៅជុំវិញខ្លួនទាំងអស់គ្នាកំពុងគិតដូចខ្ញុំត្រូវទេទីបំផុតគេឃើញអារម្មណ៍ដ៏ពិសេសមួយដែលធ្វើឲ្យគេត្រៀមខ្លួនរួចរាល់សម្រាប់ការសាកល្បងសាររឿងគេទៅរកឡានដ៏ធំមួយកំពុងបើកបរលើផ្លូវខាងក្នុងឡានអ្នកបើកបរកំពុងតែនិយាយទូរស័ព្ទជាមួយនរណាម្នាក់យាយចប់ទូសម្ដែងដែលអង្គុយក្នុងឡានសួរថាអ្នកបើកបរពន្ធយល់ថានោះគឺជា Cholgan ជាអ្នកដឹកនាំរឿង Grey City ទោះបីនេះទូសម្ដែងក៏សួរថាហេតុអ្វីបានជាអ្នកដឹកនាំរឿងទៅមកពេលបើកបរពន្ធយល់ប្រាប់ថាអ្នកដឹកនាំរឿងអាចនឹងឲ្យគេសម្ដែងភ្លាមដោយគ្មានព្រៀងទុកពេលកំពុងធ្វើតេកហើយក៏បានផ្ដោតប្រឹងហ្វឹកហាត់ឲ្យខ្លាំងតួសម្ដែងដប់បវិញដោយរំលឹកថាការសន្ទនានេះធ្លាប់កើតឡើងម្លងរួចជាមកហើយពេលបាត់បឹកទិដ្ឋានថាអ្នកដឹកនាំរឿងប្រហែលជាចង់ធ្វើឲ្យការសាកល្បងនេះមើលទៅកាន់តែត្រឹមត្រូវនិងយុត្តិធម៌ពេលគាត់លើកទឹកចិត្តតួសម្ដែងដោយចូលដោយទំនុកចិត្តនិងបង្ហាញសមត្ថភាពឲ្យអស់ដូចដែលគេតែងតែធ្វើកន្លងមកគិតមួយសន្ទុះរួចក៏ញឹមគណៈកំពុងឆ្ងល់ថាតើគេគួរតែប្រើវិធីសាស្ត្រមួយណាទៅល្អគិតដល់រូបភាពធម្មតារបស់ខ្លួនដែលខុសគ្នាស្រឡះពីតួអង្គអូឌីវ៉ាដោយសារតែតែងតែត្រូវបានគេស្គាល់ថាជាមនុស្សត្រឹមត្រូវនិងម៉ឺងម៉ាត់ក្មេងស្រីម្នាក់ក្នុងឡានក៏ហៅឈ្មោះគេថាគីមប្រាប់គេថាតាមពិតគេពិតជាសាកសមនឹងតួអូឌីបឹកឥតខ្ចោះតែម្ដងនាងចង់មានន័យថ្មីហើយញញឹមព្រមទាំងប្រាប់ថាសម្ដីរបស់នាងធ្វើឲ្យគេអន់ចិត្តបន្តិចហើយបង្អាប់គេលេងប៉ុន្តែស្រាប់តែខ្វានហើយនាងដោយសំឡេងដ៏ម៉ឺងម៉ាត់បំផុតនាងសម្លឹងមើលគេនាងឃើញថាទឹកមុខរបស់គេប្រៃព្រួលទាំងស្រុងគេបញ្ជាក់មិនត្រង់ទៀតថាគេពិតជាអន់ចិត្តដែលប្រើសម្លេងខឹងសម្បារយ៉ាងខ្លាំងហើយសួរថាតើនាងគិតថាវាជារឿងលេងសើចមែនទេរីគុណគំនិតដែលចង់បែកជាមួយតារល្បីហើយតាំងខ្លួនថាស្មើភាពគ្នាគ្រាន់តែដោយសារការជជែកកលេសគ្នាទុំតែបែបនេះពិតជាភ័យខ្លាចយ៉ាងខ្លាំងចំពោះកំហឹងភ្លាមរបស់គេបើកប្រព្យាយាមខាត់វ៉ាន់ហើយប្រំគេមិនណៃនិយាយស្រីបែបនេះទៀតទេជាយ៉ាងណាដោយខ្វាន់អង្អែលក្បាលនាងធ្នំពន្យល់ថាសម្រាប់មួយចំនួនផ្សែលវ័យនឹងនិយាយលេងសើចជាមួយតារល្បីគឺមានសារៈសំខាន់ជាងការងើបឡើងកែប្រែជីវិតដ៏កំសត់របស់ពួកគេទៅទៀតជាខ្ញុំទៅឈុតនេះចាក់ដោតខ្លាំងណាស់ទៅដែលសម្រាប់មនុស្សទាំងនោះទួយក្នុងជីវិតពួកគេបែរជាតារាដែលពួកគេធ្វើការឲ្យនោះហើយជាភ័យខ្លាចក្មេងស្រីនោះក៏ប្រញាប់សុំទោសភ្លាមមកតាមដានរឿងដ៏អស្ចារ្យមួយនេះហ៊ុននៅតែបន្យាយបើទោះជាអ្នកបើកឡានស្រីប្រាប់ឲ្យឈប់ក៏ដោយអីគេវិញនៅតែញឹមយ៉ាងស្រស់យាយចប់គេក៏សួរទាំងមុខសោះអង្គុយថាការសម្ដែងរបស់គេល្អរត់ក្មេងស្រីនោះភ័យញ័រខ្លួនរហូតយំទល់តែសោះហើយនិយាយអ្វីមិនចេញនោះទេក៏ប្រាប់ថាគេគ្រាន់តែចាក់កលបងលេងប៉ុណ្ណោះព្រោះគេត្រូវបានគ្រប់ប្រាប់ឲ្យហាត់សម្ដែងក្រៅឆាកពិតចង់កលបងសម្ដែងជាជនរកចិត្តមើលបើទោះជាតួអង្គអូដេបឺកមិនតម្រូវឲ្យធ្វើបែបនេះក៏ដោយគេត្រូវតែធ្វើបែបនេះដើម្បីកម្ចាត់ពួកអ្នកដែលចូលចិត្តគេត្រឹមតែរូបរាងសង្ហារបស់គេប៉ុណ្ណោះមកគេប្រាប់ក្មេងស្រីកុំមកយំហើយលួងលោមថាគេពិតជាមិនមានចិត្តនេះទេគេគ្រាន់តែហាត់សម្បញ្ចេញអារម្មណ៍តែប៉ុណ្ណោះបើកឡានបែកជាស្រែកប្រាប់ហ៊ុនឲ្យសុំទោសនឹងភ្លាមហើយហ៊ុនក៏យល់ព្រមភ្លាមមកដែរនៃគេអ្នកគ្រប់គ្រងវិញគិតក្នុងចិត្តថាហ៊ុនពិតជារឿងច្រើនមែនហើយសង្ឃឹមថាគេនឹងធ្លាក់ការប្រឡងនេះគេក៏ដឹងច្បាស់ថានៅក្នុងសិល្បៈនេះទេពកោសលគឺជាវិទាំងអស់ហើយគូកួយស្អីណាស់ទៀមពិតជាមានទេពកោសមែនសាច់រឿងក៏កាត់វឹបឈានចូលដល់ថ្ងៃប្រឡងសម្ដែងរឿង Grey City ដំបងពេលលោកពូកំពុងអង្គុយមើលអត្ថបទរឿងយ៉ាងយកចិត្តទុកដាក់ការពិតគឺអ្នកដែលចាញ់ការភ្នាល់ត្រូវតែបញ្ចប់កម្រងនេះហើយដើរចេញពីសិល្បៈជារៀងរហូតក្នុងចិត្តរបស់គាត់គិតថាទោះបីជារឿងនេះកើតឡើងដោយសារតែភាពមនុស្សរបស់ខ្លួនឯងក៏ដោយតែគាត់នៅតែជឿជាក់ថាការជ្រើសរើសតែងពិតប្រាកដគឺជារឿងដែលត្រឹមត្រូវបំផុត
គាត់ចាប់ផ្ដើមមានអារម្មណ៍ភ័យបន្តិចពេលនៅឃើញដល់ទេវដោយមិនដឹងថាគេនឹងសម្ដែងបានល្អអត់នោះទេពេលនេះអង្គុយគិតសុខស្រាប់តែពេលនោះគឹមហ៊ានបានដើរមកដល់ឯគ្រប់គ្រងដោយអារម្មណ៍ស្រស់ស្រាយហើយនិយាយថាបរិយាកាសនៅទីនេះពិតជាយយកប់តែម្ដងបន្ទាប់មកគេក៏ងាកទៅញឹមយ៉ាងស្រស់រួចស្វាងមនរៀមច្បងទាំងអស់ហើយណែនាំខ្លួនឯងថាគេគឺគឹមហ៊ានពេលចំណុលថ្មីដែលមកសាលបងយកទូអង្គអ៊ុតបាក់នេះពេលរំភើបណាស់ដែលបានជួបអ្នកទាំងអស់គ្នាហើយសង្ឃឹមថានឹងបានធ្វើការជាមួយគ្នាដោយបញ្ចប់ប្រយោគជាមួយនឹងពាក្យប្រយុទ្ធយ៉ាងក្លៀវក្លាកន្លែងនេះរន់ថត់ហើយបឹកជនផ្សេងទៀតដែលនៅទីនោះចាប់ផ្ដើមមានអារម្មណ៍មិនស្រួលក្នុងខ្លួនបាត់ទៅហើយពេលមានគេហៅឈ្មោះរបស់គេលើកចុងអុលដែលប្រាប់ឲ្យនៅស្ងៀមបន្ទាប់ពីនិយាយរឿងញ៉ាំអីជាមួយអ្នកគ្រប់គ្រងចប់គេក៏ដើរចេញទៅបាត់យ៉ាងរំភើយពេលពុកចម្លឹងឲ្យគិតក្នុងចិត្តនេះហើយគឺគឹមចានដែលជាតារាចំណូលថ្មីទៅតែចេញមកក្នុងរឿង web drama កាលពីឆ្នាំមុនទោះបីតែបានជួបផ្ទាល់ជាលើកដំបូងក៏ដោយក៏យល់ភ្លាមតែថាហេតុរីបានជាគ្រប់គ្នាហៅក្មេងនេះថាជាកំពូលអ្នកមានទេពកោសល្យសម្រាប់គាត់ហ៊ានពិតជាលេចធ្លោខ្លាំងណាស់ដូចជាផុងសក្នុងវងមន់អញ្ចឹងភាពរស់រវើករបស់គេបញ្ចេញពន្លឺចែងចាំងដូចជាក្រាបពេជ្រទូទៅតែងតែបាត់បង់ពន្លឺរបស់ខ្លួនពេលដែលជួបរាជ័យដូច្នេះហើយគាត់ជឿជាក់ថាគឹមយ៉ានប្រាក់អាជីពនោះដែលមិនធ្លាប់ស្គាល់ពាក្យថារាជ័យនោះទេទើបក៏បានកាត់វឹកម៉ងទៀតគឺសល់ពេល15នាទីមុនពេលការប្រឡងចាប់ផ្ដើមមុនពេលការប្រឡងទាំងអស់ត្រូវបានគេហៅឲ្យចូលទៅក្នុងសាលប្រឡងតែម្ដងជំរុញលោកពូដែលប្រាប់ថាបើគាត់ចង់លុបចោលការភ្នាល់គ្នាមុននេះក៏នៅទាន់ដែរពីអូតែលុបចោលលឹបនេះទៅលុបចោលមិនអាលឹមទេបែបនេះខៀវក៏ប្រមានថាគាត់ប្រកាសជាស្ដាយក្រោយមិនខានវិញមកក៏សួរទេវថាគេឯណាហើយថាទៅគេបានមកដល់ហើយនៅពុំមិនប្រំដប់ទេខៀវខឹងយ៉ាងខ្លាំងហើយស្រែកតម្រូវឲ្យគាត់និយាយអ្វីមួយជាងធ្វើមុខស្មើបែបនេះតែទាំងអស់គ្នាតែមើលលោកពូប្រាប់ទាំងស្ងប់ស្ងាត់ថាទេវបានមកដល់ហើយមិនយូរប៉ុន្មានក៏បានដើរចូលមកក្នុងសាលតែបងពេលឃើញបែបនេះពេលលោកពូនឹកដល់ភាពជឿជាក់រខៀលដោយដឹងថា Gishelin ធ្លាប់ជឿជាក់លើខ្វះចង្ណាពេលលើធ្លាក់កោតទៅហើយនោះគឺគ្មានថ្ងៃអាចរកបានមនុស្សខ្លាំងដូចជាគឹមហ៊ាននោះទេប៉ុន្តែអ្វីដែលលេចមុខមកពេលនេះគឺជារឿងមួយដែលខុសស្រឡះតែម្ដងពេលដូចជាការប្រជ័យទាំងអស់នៅលើលោកបានប្រមូលផ្ដុំគ្នានៅក្នុងខ្លួនមនុស្សតំណាក់ពេលมันជាភាពពងឹតដ៏សែនគួរឲ្យខ្លាចមួយខៀវងាកសម្លឹងមើលទៅទឹកដៅនៃច្រកចូលឈើកង់ភ្ញាក់ផ្អើលបើកកភ្នែកធំតែម្ដងពេលនៅចូលមុខជាមួយនឹងកែភ្នែកសែនត្រជាក់និងពោពេញទៅដោយភាពពងឹតសូនឈឹងនៅលើផ្ទៃមុខដ៏ខ្មឹងងឹតរបស់គេមានលក្ខណៈញញឹមដ៏គួរឲ្យខ្លាចមួយតែដែលអង្គុយនៅទីនោះទាំងអស់សុទ្ធតែរន់ថត់ជាខ្លាំងជាពិសេសគឺឆាអ៊ុលញោខ្លួនតែម្ដងតែចាប់ផ្ដើមសម្ដែងហើយដោយយាយពាក្យសម្ដីដូចជាជនរោគចិត្តពិតតែម្ដងពេលនេះឈៀលវងវែងគំនិតអស់ហើយមិនដឹងសោះថាទេវកំពុងសម្ដែងជាតួអង្គអ្វីនោះទេឯទេវវិញនៅតែបន្តការសម្ដែងយ៉ាងរលូនគេខ្វាន់លន់មកតែពិតជាបានបញ្ចូលអារម្មណ៍ចូលទៅក្នុងតួអង្គនោះទាំងស្រុងបាត់ទៅហើយកៃខោលវិញលោកពូហើយលួចគិតក្នុងចិត្តថាតើគាត់អាចរកបានមនុស្សអស្ចារ្យដូចជាទេវនេះមកពីណាពេលមកលោកពូក៏ដើរទៅចិត្តទេវហើយប្រាប់ថាទោះបីជាគេមកយិតបន្តិចមែនដែលគេបានមកកងចូលរួមការប្រឡងនេះទំទៀតតាមិនអាចបនបែបនេះបានទេហើយមានរឿងមួយដែលទេវត្រូវតែធ្វើសិនមុនពេលប្រឡងសម្បែងចាប់ផ្ដើមទេវសួរនាំលោកពូក៏ប្រាប់ឲ្យគេទៅលុបមុខនិងបដូរសម្លៀកបំពាក់ជាមុនសិនមិនមែនប្រឡងតែម្នាក់អង្គទេខ្ញុំចុះសាររឿងបន្ទាប់ធានាថាចុកចិត្តហ្មងយើងទៅតាមដានភាពតានតឹងនេះទាំងអស់គ្នាបេក្ខជនម្នាក់បានឡើងមកឌីសិនម្ដងម្នាក់ហើយលើទប់លើគឺត្រូវគេបដិសេធគឺលោកពូគិតក្នុងចិត្តពីកម្រងដ៏ធំរបស់ដោយបញ្ជាក់ថាវាជាប្រភេទនៅការរៀបរាប់ក៏បានបន្ថាពេលឧបេកនៅតែស្រមៃដល់ពាក្យសំនឹងឈុតឆាក់វាប្រហារខៅកម្មចាក់គ្នាយ៉ាងសាហាវដោយហានត្រីឈើអញ្ចឹងប៉ុន្តែសម្រាប់ខុសពីចំណុចទាំងនេះវាមិនទាន់អាចបង្កើតរឿងនៅដ៏ល្អបានឡើយនៅគាត់គិតថាសំខាន់បំផុតនោះគឺសេចក្តីញើហិង្សាក្រំតែជាឧបបង្ហាញពីអារម្មណ៍ប៉ុណ្ណោះដោយសារហេតុនេះចង់បានទូដែលអាចបញ្ចេញអារម្មណ៍បានកម្រិតជ្រៅបំផុតតែដែលស័ក្តិសមនឹងតម្រូវការនេះបំផុតនោះគឺលីទៀវពេលលោកគុំទឹកពោក៏សម្លឹងទៅឈៀវហើយបញ្ឈៀវគិតថាគាត់ធ្វើនេះដើម្បីឆ្លោះជាមួយគេមែនទេយ៉ាងណាគាត់នៅតែនឹកឃើញពីការប្រឹងប្រែងយ៉ាងខ្លាំងសម្រាប់ទេវគេអត់ដឹងថាឧស្សាហកម្មនេះចាត់ទុកមនុស្សដូចសំរៀមបើលោកមិនចេញហើយគាត់មិនប្រោការគិតឈៀវដែលថាគាត់ជាមនុស្សបរាជ័យនិងមានអំនួតនោះទេឲ្យច្បាស់ណាគាត់ដែលចាំបញ្ជាក់ពីផ្នែកមុតស្រួចរបស់គាត់ពេលនេះមានបេក្ខជនតែម្នាក់គាត់ដែលនៅសល់តាមការផ្សេងទៀតប្រកាសឈ្មោះតួអង្គដែលនៅសល់គ្រាន់តែភ្លាមស្នាមញញឹមក៏លេចលើមុខខៀវតែម្ដងពេលលោកពូហើយស្នើឲ្យទេវធ្វើការអូឌីសិនសម្រាប់តួអង្គមួយនេះពេលលោកពូសួរថាប្រកាសមែនទេរួចគាត់បានបន្ថែមថាវាប្រសើរជាងស្ដាប់ពេលក្រោយថាទេធ្លាក់ដោយសារណហត់នឹងការរងចាំយូរពេកជជែករបស់ពួកគេធ្វើឲ្យកម្មការផ្សេងទៀតចាប់ផ្ដើមព្រួយបារម្ភពេលបើសិនស្រងដារពួកគេត្រូវកំណត់ខ្ពស់ពេកតាំងពីដើមញ៉ាំពីអុយដាំលៃទូដែលអ្នកដឹកនាំពេញចិត្តភ្លាមនោះខៀវចំអាកថាវាជាពាក្យដែលមិនសូវគួរឲ្យសើកទេពេលមកគេប្រាប់លោកពូឲ្យធ្វើតាមចិត្តចុះប៉ុន្តែកុំភ្លេចរក្សាមនសិការខ្លួននឹងផង
Eo សុំសម្រាប់បន្តិចហើយប្រកាសថាពួកគេនឹងបង្ការ audition សម្រាប់តួអង្គ Odeberg ម្តង ពេលបន្ទាប់មកបញ្ចេញចុងក្រោយគេគឺលីતેវត្រូវបានហៅឈ្មោះពេលគាត់ឈានជើងមកមុខគណៈកម្មការភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹងវត្តមានរបស់គាត់ពេលរំភើបរបស់ខៀវកើនឡើងខណៈលោកពូអង្កេតមើលប្រកម្មគេយ៉ាងស្ងៀមស្ងាត់ពេលពាក្យថ្មីទេវនៅរក្សាទឹកមុខត្រជាក់ស្រាប់ពេលណែនាំខ្លួនញឹមហើយប្រាប់លោកពូថាគាត់ពិតជាចំណាយពេលគិតច្រើនណាស់ក្នុងការរៀបចំរូបរាងទេវនេះពេលលោកពូសួរពីអតីតខៀវចង្អុលបង្ហាញថាទូមាត់ប្រាប់ថាអារម្មណ៍សំខាន់ជាងរូបរាងទេសកម្មភាពរបស់លោកពូហាក់ផ្ទុយពីនេះពេលគណៈជាលគិតក្នុងចិត្តគេសន្និដ្ឋានថាកម្លាំងជំរុញនៃការសម្ដែងគឺអារម្មណ៍តែគឺជាការធ្វើឲ្យមនុស្សមានអារម្មណ៍ជាក់លាក់និងបញ្ចេញសកម្មភាពជាក់លាក់ក្នុងស្ថានភាពដែលបានកំណត់មួយពេលរួមទៅការសម្ដែងពិតប្រាកដគឺការបង្កើតមនុស្សថ្មីម្នាក់ទាំងស្រុងតែម្ដងពេលពីជ្រុងរបស់សម្ដែងបែបសម្បកក្រៅគឺជាការពុកប្រាស់ដែលប្រើដើម្បីលាក់បាំងភាពខ្វះខាតចំណេញពិតប្រាកដប៉ុណ្ណោះពេលពីនេះប្រាប់ទេឲ្យសម្ដែងឈុតទី30ពេលគេផ្ដល់សញ្ញាពេលគេក៏ប្រមែននឹងមានបញ្ចូលការបន្ថែមក្រៅឆាកហើយលើកទឹកចិត្តឲ្យទេវឆ្លើយតបតាមធម្មជាតិដឹងថាអ្នកចាំមើលឈុតនេះគ្រាន់តែឲ្យសញ្ញាភ្លាមគ្រប់គ្នាកាំងស្មារតីតែម្ដងអារម្មណ៍គឺដូចជាលីទៀវបានរលាយបាត់ទាំងស្រុងអញ្ចឹងគឺមកវិញបរិយាកាសត្រូវបានគ្រប់ដណ្ដប់ដោយវត្តមានរបស់មនុស្សបាក់ទឹកចិត្តដែលមានក្លិនស្រាបបារីនឹងការបរាជ័យរាប់មិនអស់ពេលដែលទេវធ្លាប់ជាពេលនេះបែរជាមើលទៅដូចសម្រាមសង្គមទៅកម្មការនិងបេក្ខជនផ្សេងសុទ្ធតែតក់ស្លុតនឹងការផ្លាស់ប្ដូរដ៏គួរឲ្យខ្លាចនេះគំតែសម្ដែងសុកទេវក៏ចង្អុលដៃទៅកាន់គណៈកម្មការម្នាក់ធ្វើឲ្យបរិសុទ្ធនោះភ័យស្លន់ស្លោយ៉ាងខ្លាំងទៅយ៉ាងខ្លាំងហើយស្រែកដោយកំហឹងថាលុយនោះជារបស់គេភាពកាយសាហាវនេះពិតខ្លាំងពេករហូតធ្វើឲ្យគណៈកម្មការភ័យញ័រខ្លួនពេលបនទៅកំមើចាំកៅគណៈកម្មការលុយជារបស់គេបន្ទប់ទាំងមូលធ្លាក់ក្នុងភាពវឹកវរខណៈអ្នកផ្សេងភ័យស្លន់ស្លោនិងព្យាយាមចាប់ខាត់ពេលអុលចូលមកខាត់នឹងសួរថាហេតុអ្វីទេវទារលុយម្លេះពេលនោះគេទៅដឹងរបស់ទេវគឺពិតតែមិនអងតែពិតខ្លាំងរហូតអ្នកណាក៏ចង់ជួលភ្លាមទោះយ៉ាងក្តីខៀវនៅតែមិនចាន់លោកពូឡើយអ្នករំតានតឹងយ៉ាងខ្លាំងដោយមិនអាចទទួលយកបានដែលលោកពូរកឃើញទូសម្ដែងដ៏អស្ចារ្យបែបនេះពេលភាពបឹកម៉ូនីសិនរញ៉ៃរញ៉ោយអស់ដោយដែលរងឥទ្ធិពលខ្លាំងពីការសម្ដែងរបស់ទេវពេលលីជលពោពេញដោយកំហឹងរកលោកពូនឹងសួរថាគាត់ឈ្មោះតែបានជាហៅអ្នកលេងបាញ់ពិន audition ដើម្បីតែបងបឹកភើវនេះញល់យ៉ាងណាដែរអ្នកសម្ដែងកំពូលពិតប្រាកដគឺតែងផ្លុំដងហើមជីវិតចូលក្នុងតួអង្គរបស់ពួកគេជានិច្ចយើងមកមើលអតីតកាលដ៏ព្រួយពាក្យថាអ្នកលេងល្បែងពិតប្រាកដគឺជាការសន្និដ្ឋានតែមួយគត់របស់ជីឈោលហើយវាជារឿងដែលលេខទៅធ្លាប់ឆ្លងកាត់ដោយផ្ទាល់សាច់រឿងក៏បានកាត់ទៅអតីតកាលថែវដែលចូលបន្ទប់មួយដែលមានស្ត្រីម្នាក់កំពុងនិយាយយ៉ាងរំភើបអំពីបន្ទុកឈ្នះផ្ទួនរបស់ពួកគេបានដុំវិញយ៉ាងជឿជាដោយប្រាប់ថាសំណាងកំពុងតាមហុចហើយស្នើថាមុនពេលខ្សែទឹកផ្លាស់ប្ដូរពួកគេគួរចាប់ផ្ដើមកំណត់គោលដៅលើអ្នកលេងដែលមានឈ្មោះទាក់ទងនឹងទឹកពីមើលទៀតពន្យល់ថាល្បែងដែលពួកគេកំពុងលេងគឺពេញនិយមបំផុតនៅកាស៊ីនជំវិញពិភពលោកដោយប្រមានថាបើអ្នកណាម្នាក់ញៀនហើយនឹងជីវិតច្បាស់ជាវិនាសខណៈមនុស្សដោយពួកគេរស់រានមានជីវិតបានដោយសារល្បែងស៊ីសងបែបនេះពេលមកស្ត្រីនោះក៏ហៅបោះអំណាចឲ្យអង្គុយដេញញញែមនឹងហៅគេថាសង្ហាបុរពៈបំណាប់ភ្នែកបានកាត់កងដោយរំលឹកអ្នករាល់គ្នាផ្ដោតអារម្មណ៍ព្រោះពួកគេកំពុងប្រជុំយុទ្ធសាស្ត្រក្នុងចំណោមនោះក៏មានថែវដែរបានសួរគេថានេះជាលើកទី1ហើយមែនទេដែលលេងល្បែងនេះរួចគេក៏សួរបុកវិញថាតើគេពិតជាមើលទៅអ៊ីចឹងមែនទេរួចពន្យល់ថានេះជាលើកទី1ហើយដែលគេមានអារម្មណ៍ពុកកញ្ច្រោខ្លាំងបែបនេះពីការកើនឡើងកម្ដៅក្នុងខ្លួនយ៉ាងខ្លាំងអូរ៉ាដែលចម្លៃមួយបានលេចឡើងដែលបញ្ជាក់ពីកម្រិតអារម្មណ៍ដ៏ស៊ីជម្រៅរបស់គេបរិសនោះក៏សើចឲ្យប្រាប់ថាកងតែជាមិនផុតពីធ្លាក់ខ្លួនដល់ចំណុចនេះទេយូរនឹងឆាប់ប៉ុណ្ណោះពេលរំភើបនេះមិនបានយូរវាត្រូវបានលាតដាងថាក្រោយរយៈពេល4ថ្ងៃនៅខ្វាងឡានស្ត្រីម្នាក់ក្នុងចំណោមនោះមិនបានត្រឡប់មកវិញឡើយពេលឧស្ប៉ាក់ផ្នែកពន្យល់ថានាងកំពុងតែកង់ស្ដោកស្លើក្រៃដោយសារអស់ឈាមច្រើនពេកទោះបីពីមុននាងស្បាយចិត្តដែលអាចបន្លេងបានមួយសប្តាហ៍ទៀតក៏ដោយយល់ភ្លាមពីអត្ថន័យនេះដោយនឹកឃើញដល់ខិតប័ណ្ណដែលគេធ្លាប់ឃើញនៅក្នុងបន្ទប់ទឹកសាធារណៈឲ្យច្បាស់ស្នាពេលដឹងពីគ្រោះថ្នាក់គេសម្រេចចិត្តថាមិនអាចនៅទីនោះទៅទៀតទេប្រាប់ពួកគេថាគេក៏កំពុងគិតចង់ចាក់ចេញដែររបាក់បំណាស់ផ្នែកនោះនិយាយថាគេបិចមួយដោយស្នើឲ្យគេចាប់ផ្ដើមលេងល្បែងដែលមានសុវត្ថិភាពជាងមុនសិនដើម្បីឲ្យសាមអារម្មណ៍មិនស្រួលថែវសួរថាតើមានល្បែងជាក់លាក់ណាដែលលេចធ្លោជាងគេដែរឬទេរឿងនេះថេបានសញ្ជាយ៉ាងមុតម៉ាំចំពោះខ្លួននឹងថានឹងមិនពាក់ព័ន្ធថយជាមួយមនុស្សដែលមានគំនិតពុករលួយដោយសារល្បែងស៊ីសងលើយបន្តមកសាច់រឿងត្រឡប់មកពេលចប់បនវិញលេងលើកបាញ់ពិតលោកពូក៏បញ្ចុះបោះហើយដែលធ្វើឲ្យជីឈោលភួនច្រឡំរួចលោកពូក៏សួរថាតើគាត់មានរឿងចង់និយាយពីបេក្ខជនលេខ85តែប៉ុណ្្នឹងទៅរត់តែធ្វើឲ្យជីឈោលខឹងសម្បើមថែមទៀតដែលបានចោទប្រកាន់គាត់ថាបាននាំមនុស្សឈួតមកប្រឡងហើយបង្ក្រភាពវឹកវរយ៉ាងខ្លាំងទាំងសួរថានេះត្រូវបានគេអូសចេញពីកាងវ៉ាន់ឡានបន្ទាប់ពីរងស្រាស៊ូជួអស់ជាច្រើន10ម៉ែនទេ
ពេលលោកពួកអាចបានទេបានបោះចំហានទៅមុខហើយចាប់ផ្ដើមសំទុកអ្នករាល់គ្នាគេបានផ្ដោតអារម្មណ៍ខ្លាំងពេកលើតួអង្គនេះរហូតដល់ថប់ដង្ហើមហើយសារភាពថាគេប្រហែលជាបានបង្កប់ភាពបឹកបោរពេលមកគេសុំដោយសុជីវធម៌ដើម្បីសម្ដែងម្ដងទៀតសំណើនេះធ្វើឲ្យជីជុលភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលរាប់ពេលជាមួយគ្នានោះអូរ៉ាថេវចាប់ផ្ដើមរលាយបាត់ស្រាប់តែគេមើលទៅវិលមុខនិងទន្សឃើញការផ្លាស់ប្ដូរភ្លាមជានេះជីឈោកាំងស្មារតីតែម្ដងគណៈកម្មការមានការកោតសរយ៉ាងខ្លាំងចំពោះទេពកោសលសម្ដែងរបស់ថេវហើយចាប់ផ្ដើមសរសើរគេពិបាកនឹងជឿថាថេវតែមុននេះបន្តិចមើលទៅដូចជាមនុស្សម្នាក់ផ្សេងសោះអាចប្រែប្រួលខ្លាំងបែបនេះមិនតន់ទៀតទៅវិញពេលមកលោកពូសួរជីឈុលថាតើពួកគេគួរសម្រាប់ដែរឬទេដោយសារតែគ្រប់គ្នាហត់នឿយអស់ហើយពេលមួម៉ៅជីឈុលប្រាប់គាត់ឲ្យធ្វើអ្វីក៏ធ្វើទៅពេលកំពុងសម្រាប់ជីឈុលបានដើរទៅបន្ទប់ទឹកពេលកំពុងលាងមុខគេបានគិតម្នាក់ក្នុងចិត្តថាគេត្រូវតែរកផែនការមួយជាបន្ទាន់ហើយគិតដូចខ្ញុំដែរមែនជីឈុលសួរខ្លួននឹងថាតើគេពិតជានាំអ្នកលេងល្បែងពិតប្រាកដមកដើម្បីមកចលេចលមែនឬអត់សោយតើនតែការនេះតែក្រកវិធីក្រោយពីបានឃើញការសម្ដែងដុតខ្ចោះបែបនេះវាមិនមែនត្រឹមតែការសម្ដែងទេតែជាការបំផ្លាញខ្លួនទាំងស្រុងពេលកំពុងលេចឡងក្នុងគំនិតនេះបុត្រសពៈអាវធំម្នាក់បានដើរមកជិតហើយពោលសរសើរពីការខិតខំប្រឹងប្រែងរបស់គេត្រូវបានកលថាជាប្រផ្នែកចាំងមកពី YKB គាត់ភ្លាមជីឈុលភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយពេលឃើញបែបនេះប្រធានផ្នែកក៏និយាយបញ្ជាក់ថាជីឈុលហាក់ដូចជាដឹងមុនបាត់ទៅហើយថាគាត់បំរុងនឹងនិយាយអ្វីពេលមកគាត់និយាយយ៉ាងជឿជាក់ថាគឹមជូវ៉ានគួរតែជាអ្នកទទួលបានតំណែងជាអូដេដេបាចប្រយ័ត្នប្រយែកតាមថាស្ថានភាពនេះរៀងប្រថុយបន្តិចតែធានាតែកុំបារម្ភអីការស្ទាក់ស្ទើរប្រធានផ្នែកក៏សួរថាភាពជឿជាក់របស់គេប៉ាត់ទៅឲ្យគាត់សង្កត់ធ្ងន់ថាដើម្បីមុខមាត់នៃប្រវត្តិរបស់ពួកគេជូវ៉ានត្រូវតែបានតំណែងរបស់ជីឈុលគេត្រូវតែធ្វើវារឹកបានពន្យល់ថាគឺមិនគុណគ្រប់គ្រាន់ទេងូលបង្ហាញថាប្រធានផ្នែកផ្ទាល់ក៏បានឃើញការសម្ដែងនោះដែរហើយមានតួសម្ដែងតែមួយក្តាប់តូចប៉ុណ្ណោះនៅក្នុងទេសដែលអាចធ្វើបានកម្រិតនេះតែប្រធានផ្នែកមិនខ្វល់ពីសារៈសំខាន់នៃចំណេះដឹងផ្នែកសម្ដែងឡើយពេលឡើងថាលុតផ្លោតទៅជារឿងសំខាន់បំផុតគាត់បន្តថាតម្លៃរបស់តួសម្ដែងមិនមែនកំណត់ដោយជំនាញតែមួយមុខទេតែដោយសមភាពទាក់ទាញចំណាប់អារម្មណ៍ពីមហាជនពេលវិញគិតថាមួយណាឆ្នេះគាត់ចោទសួរថាតើបេក្ខជនលេខ85ពិតជាអាចចាត់ទុកថាល្អជាងគឹមជូវ៉ាន់មែនឬពេលមកតាមដានទាំងអស់គ្នាពេលលើបែបនេះឈិលក៏យល់ព្រមទាំងទៅស្ទល់ព្រោះគេដឹងថាមនុស្សធំតាមមិនអាចប្រៀបជាមួយអតីតរដ្ឋបាលឡើយផ្ដើមពន្យល់ថាពេលការថតចាប់ផ្ដើមភាពខុសគ្នានៃការឆ្លើយតបតែងជ័យមុខយ៉ាងច្បាស់នៅភ្លាមនោះគេនឹកឃើញរឿងមួយក្នុងគ្រានោះគេស្រែកឡើងថាគេឃើញវិធីជួយគឹមវ៉ាន់ឲ្យយកឈ្នះលីធឺហើយចិត្តរបស់គេចំណុចខ្លាំងបំផុតរបស់វ៉ាន់ក្នុងនាមជាតតារាគឺវាឆ្លាតនឹងជំនាញដោះស្រាយបញ្ហាផ្លាមពិនិត្យថាការសម្ដែងក្រៅឆាកគឺជាកលិតដ៏សំខាន់ហើយសម្រេចចិត្តឲ្យពួកគេទាំងពីររបស់គ្នាដោយគ្មានសក្រីបគេមានទំនុកចិត្តឡើងវិញប្រធានក៏ញឹមហើយនិយាយថាឥឡូវនេះគេមើលទៅមានទឹកមាត់លេបជាងមុនហើយនិយាយទាំងរំភើបថាគេនឹងទៅប្រាប់វ៉ាន់ហើយប្រធានក៏រំលឹកឲ្យប្រាប់វ៉ាន់ឲ្យបន្វោដៃដលលីធឺខ្លះផងក៏កាត់បង្ហាញវ៉ាន់នឹងធ្វើចូលទល់មុខគ្នាបង្កើតជាបរិយាកាសដ៏តានតឹងដើម្បីដណ្ដើមតួសម្ដែងមួយនេះពេលមកសត្វរងាកមកមើលធ្វើពេលលោកពុំអ្នកយកភេសជ្ជៈមកឲ្យហើយប្រាប់ឲ្យគេផឹកលេងពេលរងចាំ1ម៉ោងសិនមុនពេលចេញទៅពេលនៅគិតថាជានេះពិតជាចាំមែនទែនហើយគេក៏មានអារម្មណ៍មកភ្ញាក់ផ្អើលបន្តិចដែលលោកពុំអ្នកនោះរាក់ទាក់ដាក់គេម្លេះពេលគិតនេះមួយឡែកសិនគេចាប់ផ្ដើមត្រឡប់មកពិចារណាពីសមត្ថភាពសម្ដែងរបស់ខ្លួននឹងវិញយេរ៉មតានតឹងរបស់គេកំពុងថយចុះបនទឹកចម្រងហើយគេចាប់ផ្ដើមមានអារម្មណ៍វិលមុខយ៉ាងចម្លែកនិយាយថាខ្លួនច្បាស់ជាហត់នឿយខ្លាំងហើយទើបថាពោចុកសោយបែបនេះហើយសម្រេចចិត្តថាត្រូវតែប្រុងប្រយ័ត្នក្នុងការរក្សាកម្លាំងនៅពេលក្រោយទៀតកំកឹកភ័យជានោះអស់រលឹងពីកែវធ្វើទទួលបានការទូរស័ព្ទប្រាប់ពីការប្រកួតយកតួសម្ដែងនេះទិដ្ឋភាពក៏កាត់ទៅកន្លែងដែលឈីលនិយាយជាមួយបេក្ខជនទាំងពីរដែលក៏ក្រាក់អ្នកទាំងអស់គ្នាតាមដានណៃតនណាគេពន្យល់ថាការសម្ដែងជាតួអូដេបាតរបស់ពួកគេគឺប្រផិតប្រផើយគ្នាពេកទើបហៅតែពួកគេទាំងពីរមកវិញពេលនេះពួកគេត្រូវតែសម្ដែងប្រកួតគ្នាទៅដើរតួជាបាច់ទាំងពីរនាក់ហើយក៏សុំទោសសម្រាប់ការផ្លាស់ប្ដូរភ្លាមម៉េចនេះពេលនេះបើភ្លាមមកទៅដោយក្តីរំភើបថាគេតែងតែចង់សាក់លបងធ្វើរឿងបែបនេះជាមួយតួសម្ដែងផ្សេងយូរមកហើយយល់ព្រមពលាមមិត្តដោយគ្មានការស្ទាក់ស្ទើរទាំងពីរយល់ព្រមឈិលមានអារម្មណ៍ពេញចិត្តយ៉ាងខ្លាំងហើយគិតក្នុងចិត្តថាគេពិតជាជោគជ័យក្នុងការអូសទាញពួកគេមកដល់ចំណុចនេះមែនគិតដល់ការសម្ដែងរបស់គឹមវ៉ាន់ដែលល្អឥតខ្ចោះផ្នែកបច្ចេកទេសគួបផ្សំជាមួយបន្ទប់ពិសោធន៍ដ៏ក្រាស់ក្រែលរបស់គេបើសិនជាកុំមកប្រៀបធៀបជាមួយអ្វីដែលលីធឺបានបង្ហាញកាលពីមុនវិញនោះច្បាស់ថាខ្វាន់គ្មានឈ្នះទេបើកងប្រៀបធៀបគ្នាជំនួសដោយសារតែរឿងនេះហើយទើបឈិលសម្រេចចិត្តបង្កើតកខណ្ឌដែលផ្ដល់អត្ថប្រយោជន៍ដល់អ្នកមានពុតពិសោធន៍តនជាងនិតចរុរលឈិលក៏ប្រកាសថាពួកគេនឹងចាប់ផ្ដើមភ្លាមមិត្តតែម្លងគេប្រាប់ឲ្យតួសម្ដែងទាំងពីរថាមើលឃើញកាបូបដែលពេញទៅដោយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់នៅចន្លោះកណ្ដាលពួកគេពេលបញ្ចូលថាអូដេបាយគឺជាមនុស្សដែលហាមប្រយុទ្ធដួលស្លាប់ដើម្បីតែលុយមួយកាបូបនេះ
នេះគឺដូចទៅនឹង script ដើម្បីបិទក្រន់តែពេលនេះមាន Odeba ដល់ទៅពីរនាក់ហើយពួកគេត្រូវតែបង្ហាញពីរបៀបប្រយុទ្ធដើមការបូបនោះមកធ្វើជារបស់ខ្លួនជិលប្រាប់ឲ្យពួកគេបង្ហាញពីរបៀបដណ្ដើមការបូបនោះហើយផ្ដល់ឲ្យពេលពួកគេ3នាទីមុនពេលស្រែកថាចាប់ផ្ដើមអ្នកអស់គ្នាគិតថាសាច់រឿងដល់ស្រួលមែនទេគ្រាន់តែពាក្យថាចាប់ផ្ដើមមិនលឺឡើងភ្លាមអនុស្សាវរីយ៍ពីមុនក៏លេចឡើងជិលពីការចងចាំពេលដែលជិលពន្យល់គំនិតនៃការប្រកួតនេះទៅកាន់វ៉ាន់ជាលើកដំបូងប្រត់កម្មភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយសួរថាគេពិតជាត្រូវទៅប្រកួតដោយគ្មាន script តល់មុខជាមួយ Beck ជនលេខ85មែនទេយល់ថាវាជារឿងចាំបាច់ដោយបញ្ជាក់ថាបើពួកគេពឹងផ្អែកទៅការសម្ដែងធំតាលេខ85ច្បាស់ជាស៊ីដាច់មិនខានគឺមួយសន្ទុះក៏យល់ស្របថាវាសំហេតុផលហើយនិយាយថាគេមិនខ្លាចនឹងប្រឈមមុខជាមួយក្មេងនោះម្លងទេពេលពូកែថាលេខ85នោះពិតជាពូកែខ្លាំងមកគេនឹកឃើញថាឈើធ្លាប់បានអាហារស្របញ៉ាទាំងអស់ត្រូវបានដោះស្រាយរួចរាល់ជាមួយអ្នកដឹកនាំនឹងប្រធានផ្នែកហើយពេលប្រធានផ្នែកក៏សារភាពថារឿងរ៉ាវមិនបានទៅតាមការគ្រោងទុកទេហើយសម័យគេត្រាំសិនទៅដល់ប្រយ៉ាងសាមិនថាគេមិនបានខឹងទេប៉ុន្តែដោយសារតែគេមានអារម្មណ៍បារម្ភបន្តិចបន្តួចគេមានសំណុំពរមួយគេអនទៅចិត្តឈិលហើយប្រាប់ឲ្យសម្លឹងមើលកំព្រិចផ្នែកនិងយកចិត្តទុកដាក់ឲ្យមែនតែនចំពោះការសម្ដែងរបស់គេមិនស្រួលសោះពេលលើកបែបនេះវ៉ាន់ក៏ដើរចេញទៅហើយប្រាប់ថានឹងត្រឡប់មកវិញក្រោយពេលសម្រាកបន្តិចទិដ្ឋភាពកាត់មកពេលជប់បនវិញវ៉ាន់ឈរយ៉ាងអង្អាចដោយជឿជាក់ទាំងស្រុងលើជំនាញសម្ដែងរបស់ខ្លួនពេលអារម្មណ៍ធុញថប់ដាច់ចើលមិនអាចបែងចែកដាក់រវាងកម្រិតសមត្ថភាពរបស់គេនិងអ្នកចំណូលថ្មីដូចជានេះសោះគេសម្រេចចិត្តថាបើឈីពិបាករើសម្លេះគេនឹងធ្វើឲ្យការសម្រេចចិត្តនេះកាន់តែច្បាស់ក្រឡែតតាមរយៈការសម្ដែងរបស់គេតែម្លងគេមើលទៅធ្វើវ៉ាន់វាយតម្លៃក្នុងចិត្តថាក្មេងនេះពឹងផ្អែកពេកហើយលើការសម្ដែងបែបចូលទូដោយគិតថាគេច្បាស់ជាធ្លាប់ចោះទៅប្រឡូកក្នុងកន្លែងលេងល្បែងពិតប្រាកដមិនខានយ៉ាងណាក៏ដោយវ៉ាន់ជឿជាក់ថាការសម្ដែងមិនមែនអាស្រ័យលើទុបវិសោធន៍ជីវិតពិតនោះទេរឹកកំណើនគិតរួចគេក៏ដោះបែនទៅចេញយ៉ាងលយទាំងអស់គ្នាគិតមើលតំណាក់នេះនឹងឈ្នះមែនទេគេគិតថាការរស់រៀនក្នុងវិស័យនេះគឺពឹងលើភាពកោតភាពវៃឆ្លាតនិងភាពក្លាហានហើយមានតែអ្នកដែលមានលក្ខណៈបែបនេះទេទើបជាមនុស្សមានទេពកោសល្យពិតប្រាកដមកមើលឈុតនេះទាំងអស់គ្នាគេចាត់ទុកខ្លួនដូចជាពេជ្រដ៏ភ្លឺចែងចាំងហើយមើលងាយអ្នកដទៃត្រឹមជារំជងទៅបីជាមានប្រភពដើមដូចគ្នាដោយក៏គេគិតថាភាពខុសគ្នានេះវាទំថេងណាស់ព្រោះអក្រឹកគ្រប់នេះជួនក៏ស្រាប់តែដាល់មួយដែលយ៉ាងខ្លាំងទៅលើថេយូទៅចាប់អារុចស្រែកសម្លុតយ៉ាងកាយសហសួរថាចង់ងំមែនទេចិត្តគេគិតថាទេយូកើតមកក្រន់តែដើម្បីធ្វើឲ្យគេកាន់តែលេចគណៈកម្មការវិញគឺពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងភាពកាចសាហាវរបស់មានប្រតិកម្មរបស់ពួកគេជួនមានអារម្មណ៍ថាពេញចិត្តខ្លាំងណាស់ព្រោះនេះជាអ្វីដែលគេចង់បានតាំងពីដំបូងមកកម្លេះមិនច្បាស់ថាការសម្ដែងក្រៅស្រីនៅពេលដែលទូការចូលទូខ្លាំងវាអាចផ្លាស់ប្ដូរចរនៃសាច់រឿងមូលបានយ៉ាងងាយពេលនោះថេយូក៏បត់ទៅវិញទាំងនឹងដោយហៅជួនថាលោកពោះហើយសួរថាគិតថាគេជាមនុស្សល្ងងមែនទេញញឹមដ៏គួរឲ្យខ្លាចរបស់ថេយូភ្លាមជួនកាំងស្មាតៃតែម្ដងនេះបញ្ជាក់ថាជត់ឆាតដែលគ្មាន script នៅពេលសម្ដែងដោយតួដែលចូលដល់កម្រិតកំពូលគេអាចបំផ្លាញសាច់រឿងធំតាឲ្យខ្លាយទៅជាជត់ឆាតដ៏អស្ចារ្យនិងរំភើបញាប់ញ៉ារបស់អ្នកភ្លាមមើលតែមួយក៏ត្រូវតែសម្ដែងឲ្យល្អជាង script ជួនចាប់ផ្ដើមភ័យស្លន់ស្លោហើយក៏ប្រញាប់លែងកៅអៅរបស់ថេយូដោយមិនដឹងខ្លួនតែទាំងអស់គ្នាមើលឲ្យច្បាស់ស្នាវិនាទីនោះថេយូជាអ្នកដោបក្តាប់ស្ថានភាពហើយស្ទុះទៅចាប់ជួនវិញម្ដងលោកពូមើលពិតជារកាន់តេអូលខ្នែបញាក់បលឹងថងទួសម្ដែងដែលពូកែជាង script នោះគឺពិតជាក្រាបពីត្រដល់កម្រមែនយងសំដីរបស់ជួនមុននេះវាហាក់ដូចជាគួយចង់ប្រាប់ថាគូប្រកួតតែទុនខ្សែនោះគ្រាន់តែជាទំធ្យងអីគេទៅជាក្រាបពេកដែលបែកបាក់នឹងរលេងបាត់ទៅនោះគឺជាអ្នកដែលទុនខ្សោយជាងគេប៉ុន្តែគឺពិតបែជាអុយកាំងសមាតិដោយសារការសម្ដែងរបស់ថេយូរហូតដល់បើកភ្នែកធំមើលបិទមាត់មិនចិត្តដោយទៅភ្ញាក់ផ្អើលក្នុងស្ថានភាពបែបនោះគេភ្លេចការសម្ដែងរបស់ខ្លួនអស់រលឹងថេវិញគឺចូលទូជ្រៅខ្លាំងមែនទេរហូតធ្វើឲ្យសំបីតែអ្នកកាន់កាមេរ៉ាផ្ទាល់ក៏កាំងសម្លឹងមើលទៅគួរឲ្យជឿនឹងភ្នែកផងដែរពេលរបស់ថេយូបន្សល់ទុកនៅឥតពលយ៉ាងខ្លាំងហើយឈុតបន្ទាប់បង្ហាញពីឆៃអូលបើកទ្វារបន្ទប់ប្រជុំទាំងប្រញាប់ប្រញាល់ចង់ចេញទៅក្រៅពេលរົບគ្នានៅទីនោះចាប់អារម្មណ៍នឹងអាកប្បកិរិយារបស់គេហើយនាំគ្នាស្រែកហៅប៉ុន្តែឆៃអូលមិនខ្វល់រួចដល់ចេញទៅបាត់ថែមទាំងលន់មាត់ថាថេយូគឺជាពិសេសពេលមកសាច់រឿងក៏កាត់ទៅក្នុងបន្ទប់ទឹកដែលជាកន្លែងឆៃអូលកំពុងតែទទួលយកការពិតនេះគឺជាពូលអ្នកសម្អាយដ៏ពុកម្នាក់គេចាប់ដើមសួរខ្លួននឹងថាតើថេយូអាចសម្ដែងបានល្អយ៉ាងនេះដោយរបៀបណាក្នុងគំនិតរបស់គេការសម្ដែងមួយនេះប្រសិនបើឲ្យនិយាយចេញមកគឺវាជាការផ្លាស់ប្ដូររូបរាងតាំងស្រុងតាំងពីពេលអាន script បង្កំលេះនៅតែដែលគេចាប់ដើមសម្ដែងលុយថេយូក៏ខ្លាយជាអូដេបាច់បាត់ទៅហើយពេលដឹងរឿងនេះឆេអូលក៏នឹកឃើញដល់ការសម្ដែងក្រៅ script ខណៈពេលដែលគេមិនអាចរើសបានរវាងជួននិងថេយូប៉ុន្តែក្នុងចិត្តគេគឺការសម្ដែងរបស់ថេយូល្អជាងដាច់តែម្ដងពេលចាប់ដើមចូលលុកលុយពេលគេគិតថាកម្រាលឥតរំជើងរបស់ឯស្រាប់តែមានអារម្មណ៍ថាកខ្វាត់ដូចជាកម្រាលព្រមចាស់អញ្ចឹងក្នុងរបស់គេចាំតាមបន្លឹកលើងដែលជាសុំលេងមួយមិនគួរនឹងមាននៅទីនេះទាល់តែសោះ
แต่คลื่นสราก็មានក្លិនខ្លាំងរហូតធ្វើឲ្យគេមានអារម្មណ៍ថារវឹងតូចទន់ទៅហើយចឹងទាំងច្រើនពេករហូតដល់ឈរនៅមុខកញ្ចក់សើចយ៉ាងខ្លាំងម្នាក់ពេលនេះគេដឹងខ្លួនច្បាស់ណាស់ថាគេពិតជាធ្លាក់ចូលក្នុងអន្ទាក់បាត់ទៅហើយនោះលោកពូក៏ដើរចូលមកក្នុងបន្ទប់ទឹកដែរគាត់ឆៃអូលសួរថាគាត់មកទីនេះធ្វើអីប៉ុន្តែលោកពូទៅវិញក្នុងនៃបញ្ជាក់ថាឆៃអូលគួរតែដឹងពីមូលហេតុនេះច្បាស់ហើយគាត់រំលឹកថាដឹងពីនៅជាជំនួយការដឹកនាំរឿងម្លេះគេតែងតែមករត់ពួននៅទីនេះរាល់ពេលដែលមានរឿងមិនល្អកើតឡើងអូលដឹងច្បាស់ថាលោកពូនេះគឺដើម្បីសេចចំអកោយគេហើយលោកពូក៏មិនប្រកែកអោឆៃរ៉ូលសុំទៅសោយបានត្រឹមត្រូវទៅវិញប្រាប់ទៀតថាបើឆៃអូលព្រមទោះគាត់នឹងជួយរកលេសប្រាប់អ្នកគ្រប់គ្នានៅក្នុងសាលប្រជុំនោះដោយប្រាប់ថាឆៃអូលរន់ទុកប្រត់តែមានទុតមិនមែនឆៃអូលខឹងយ៉ាងខ្លាំងខណៈលោកពូកំពុងតែពេញចិត្តនឹងស្ថានភាពនេះឆៃអូលក៏និយាយថាគេមិនខ្វល់ពីរឿងនេះទេហើយគេទម្លាក់កំហុសទាំងអស់ទៅលើភាពបរាជ័យរបស់គឹមជួនគេនឹកឃើញហើយចាប់ផ្ដើមសង្ស័យថាលីថាយោប្រហែលជាមិនមែនជាអ្នកកញ្ញិនលបែងទេតែក៏អាចជាតួសម្ដែងចំណូលថ្មីម្នាក់ពេលលោកពូមិនព្រមដប់ឆៃអូលក៏ចាប់ផ្ដើមស្រែកសម្លុតពេលលោកពូនិយាយបញ្ជាថាសំឡេងនេះស្ដាប់ទៅមិនដូចជាសំឡេងរបស់មនុស្សដែលចង់សំទោសទាល់តែសោះតែបន្សួរពីប្រវត្តិរបស់ថេយូដោយចង់ដឹងថាគេរៀននៅសាលាភាពយន្តមួយណាឬក៏មកពីក្រុមល្ខោនណាមួយលោកពូដែលសេរិនខ្វល់ពីរឿងនេះទេដោយប្រាប់ថារឿងនោះវាមិនសំខាន់ឡើយហើយចាត់ទុកថេយូជាក្របពេជ្រមិនទាន់ឆ្នៃដែលជាមនុស្សមានទេពកោសដែលគាត់បានរកឃើញមុនគេអូលទទួលស្គាល់ទាំងស្រីចំអាក់ហើយហៅថេយូថាកំពូលអ្នកលាក់មុខបុបញ្ជាក់ទៀតធានដោយសារគ្មានបិណ្ឌនិងគ្មានផលិតកម្មគេច្បាស់ណាស់ថាជារណោចំណូលថ្មីពិតលោកពូនៅតែបន្សួរដេញដោលបន្តិចទៀតខណៈភាពតានតឹងនៅតែបនបានកាត់យ៉ាងរលូនទៅកាន់ល្ងាចថ្ងៃដែលនៅអគារក្រុមហ៊ុនកំសាន្ត YKB វិញម្ដងខាងក្នុងការិយាល័យមានអគុណនាគនិងប្រធានផ្នែកនៅទីនោះលោកអគុណនាគបានហៅប្រធានផ្នែកហើយប្រធានក៏ឆ្លើយដល់ភ្លាមផ្នែកនកទាំងអស់គ្នាលោកអគុណនាគប្រាប់ថាគាត់កាត់តារាស៊ីជាដំរីហើយគាត់ជឿជាខ្លាំងលើកាសឹកឲ្យតលតែឯងប្រធានកកក្បាលយល់ព្រមរឿងដកដឹកគុកនេះទាំងអស់គ្នាលោកកញ្ញាកំពុងសួររកហេតុផលពីខាង PDG ថាតើសាមិនបានបញ្ជូនទៅឬក៏ G កំពុងតែធ្វើអ្វីតាមចិត្តតើផ្នែកបាននឹងក្បាលសុំទោសយ៉ាងរៀបទៀបដោយទស្សកលថាគាត់ពិតជាមានលេសវាយដល់សារឡើយភ្លាមនោះអក្លៀវផ្នែកក៏បញ្ជាគាត់តាក់ទងអ្នកកសែតហើយប្រាប់ពួកគេថាខាងយើងមានពុតមានដឹកទៅគុកមួយចង់តម្លាយបញ្ជាក់ជាប្រយោលថាយីចូលគឺចិត្តត្រូវទៅសម្រាប់លំហាយកាយយ៉ាងយូរមួយហើយយកក៏បានសរសើរការងាររបស់ប្រធានហើយប្រាប់ឲ្យគាត់បញ្ជូនមកត្រឡប់ពីការសម្ដែងរបស់ឃីមហ៊ុននៅពេលក្រោយរួចក៏អនុញ្ញាតឲ្យគាត់ចេញទៅក្រៅសិនកកក្បាលយល់ព្រមហើយដើរចេញពីបន្ទប់ពេលគាត់ចេញផុតភ្លាមបុរសម្នាក់ទៀតនៅក្នុងការិយាល័យក៏បានខឹងសម្បាហើយហៅហ៊ុនថាជាមនុស្សល្ងងក្លើម្នាក់តែបន្រឹកគុណបន្ថែមទៀតថាជាមនុស្សក្រអិតក្រទមដែលធ្វើអ្វីchơiរបៀបចាក់អង្គយកអង្ការម៉េអាចចុកជ័យក្នុងវិស័យសម្ដែងមែននោះកំរាលឥតនៅក្នុងការិយាល័យកិច្ចការទូទៅមុខជាត្រូវក្រាលដោយមានសសុតបាត់ទៅហើយអត្តសញ្ញាណរបស់បរិសនោះក៏ត្រូវបានបង្ហាញឡើងដោយគាត់មានឈ្មោះថាគួងអគុណនាយកបានហៅឈ្មោះគាត់ទាំងខឹងសម្បារធ្វើលើឲ្យគួងប្រញាប់ឆ្លើយទៅកាន់គាត់វិញភ្លាមមកថាមនុស្សដែលមានផ្លូវចិនទុនខ្សោយគឺមិនគួរត្រូវបានគេថ្នាក់ថ្នមឡើយហើយគាត់អះអាងថាយើងអាចមើលធ្លុះដល់គំនិតរបស់ពួកគេតាមរយៈការសង្កេតមើលសកម្មភាពការងាររបស់ពួកគេតែប៉ុណ្ណោះមួយប្រភេទនេះគឺគ្មានថ្ងៃរីកចម្រើនឡើយហើយមានតែដឹងពីបៀបដូនត្អែរប៉ុណ្ណោះគេបញ្ជាក់ថាលោកអគ្គនាយប្រកាសជាយល់រឿងនេះបានច្បាស់ជាងគាត់ទៅទៀតហើយលោកអគ្គនាយក៏បានយល់ស្របនៅក្នុងចិត្តពិតមែនបន្ទាប់មកក៏សួរចាំតែបងថាតើនរណាទួលបានតួនាទីរបស់អូដេបឹកពេលលោកអគុណេកអាចឆ្លើយគាត់ក៏មានទូរស័ព្ទចូលមករួចគាត់បានលើកកម្រាមដៃផ្ដល់សញ្ញាគួងនៅស្ងៀមគួងក៏ស្ដាប់តាមហើយទម្លាក់ខ្លួននៅស្ងាត់នេះគួរឲ្យចាប់អារម្មណ៍ហើយតាមដានឲ្យច្បាស់ទាំងអស់គ្នាលោកអគុណេយកលើកទូរស័ព្ទត្រួតនិយាយថាគាត់មិននឹកស្មានថាបុគ្គលនេះតាក់ទងគាត់ដោយផ្ទាល់សោះតែការពិតអ្នកទេមនោះគឺជាខៀលឈ្មោះខៀលចេញពីមាត់អគិនេយក៏ភ្លាមគួងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយបញ្ចេញនៅកាយវិការខឹងសម្បារចំពោះគាត់យ៉ាងច្បាស់នៅតាមរយៈទូរស័ព្ទគូនីវបានប្រាប់ខៀលថាគាត់ដឹងច្បាស់ថាទេមកនេះមិនមែនគ្រាន់តែចង់ស្លេងគាត់នោះទេហើយជំរុញឲ្យនិយាយចូលសាច់រឿងតែម្ដងទៅដោយប្រាប់ថាគាត់កំពុងអារម្មណ៍ចង់ស្ដាប់រឿងកំសាន្តតបបាយថាយាយឆ្លើយតបវាយម្យ៉ាងដែលធ្វើឲ្យលោកអគិនេយក៏មានការភ្ញាក់ផ្អើលបន្តិចយោក៏បានចោទសួរទៅគាត់វិញថាតួសម្ដែងម្នាក់កំពុងត្រូវបញ្ជូនមកខាងពួកគេហើយគាត់ក៏ប្រាប់ឲ្យបញ្ជូនមនុស្សនោះមកសិនទៅដោយអះអាងថានឹងពិភាក្សាបន្ថែមទៀតក្រោយពេលដែលបានឃើញមុខរួចពេលបញ្ចប់ការសន្ទនាលោកអគ្គនាយក៏ដាក់ទូរស័ព្ទលើហើយបើកកុំព្យូទ័រយួរដៃរបស់គាត់ឡើងសួរភ្លាមថាខៀលបាននិយាយអ្វីខ្លះហើយឆ្ងល់ថាគេចង់ស្លាប់មែនទេវាគិតជារឿងរបស់អ្នកចំណូលថ្មីដែលបានយកឈ្នះគីមហ៊ុនហើយឥឡូវនេះមានវីដេអូមួយកំពុងត្រូវបានបញ្ជូនមកអូបែបនេះគួងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយចោទសួរថាអ្នកចំណូលថ្មីអាចយកឈ្នះគីមហ៊ុនបានដោយរបៀបណាយកបញ្ជាក់ថាពួកគេគួរតែសាកល្បងមើលសិនបន្ទាប់មកឈុតក៏បង្ហាញពីលោកអគ្គនាយកកំពុងចាក់វីដេអូសាកល្បងសម្ដែងរបស់ទេវនិងហ៊ុនឲ្យមើល
និយាយសួស្ដីយ៉ាងសាមញ្ញទឹកមុខលោកអាគ្នេយ៍កភ្ញាក់ផ្អើលយ៉ាងច្បាស់នឹងការសម្ដែងរបស់គេតែម្ដងទាំងគួងនិងអាគ្នេយ៍ក៏បានតាមដានមើលវីដេអូទាំងមូលនោះជាមួយគ្នាសរុបមកពេលវីក៏បានបន្លឺចេញពីអេក្រង់កុំព្យូទ័រយួរដីតូចមួយនៅក្នុងការិយាល័យដ៏ងឹតនិងស្ងាត់ជ្រំនោះធ្លាប់មានអារម្មណ៍ឡងនឹងឈុតសម្ដែងដ៏ល្អឥតខ្ចោះទេបរិយាកាសរបស់បុរសទាំងពីរពេលនេះប្រៀបដូចជារោងកុនកណ្ដាលអត្រាតដ៏ស្ងាត់ជ្រំដែលជារបស់ពួកគេទាំងស្រុងពេលកំពុងលោកអាគ្នេយ៍ក៏សួរគួងថាក្នុងនាមជាទួមទៅមានអារម្មណ៍ទទួលដឹងអ្វីដែរទេអីតបថាគាត់មានអារម្មណ៍ផុសឡើងច្រើនណាស់ប៉ុន្តែគាត់ពិបាកនឹងរកពាក្យមុខរយាយពីអារម្មណ៍ទាំងនោះឲ្យចេញជាពាក្យបែកពេកពេលលោកអាគ្នេយ៍ក៏មានការភ្ញាក់ផ្អើលបន្តិចរួចបន្លឺឡើងថាក្នុងនាមជាអ្នកជំនួញគាត់អាចរយាយវាបានយ៉ាងសាមញ្ញបំផុតដោយគ្រាន់តែផ្ដោតទៅលើតម្លៃនៃទេពកោសមួយនេះកំពុងនិយាយលោកអាគ្នេយ៍ក៏បានទេទៅកាន់នរណាម្នាក់ទាំងស្នាមមិញញញើមដ៏លោភលន់រួចប្រាប់ទៅកាន់អ្នកម៉ោះដ៏កម្រនេះគឺនឹងមិនអាចមានតម្លៃទាបជាងអ្វីដែលវាកំពុងមាននៅពេលនេះទៀតឡើយបានបង្ហាញពីលោកពុកកំពុងតែញឹមយ៉ាងព្រឺព្រួចខណៈដែលទេវអង្គុយទល់មុខគាត់ដោយទឹកមុខធំតាន់ម៉ៃមិនមានអ្វីប្រែប្រួលពេលមុខអ្នកទាំងពីរក៏ត្រូវបានគេឃើញកំពុងលើកកែស្របៀតតុងកិច្ចគ្នាដើម្បីអបអរសាទរចំពោះរឿងនេះឯឃើញយ៉ាងច្បាស់ថាលទ្ធផលនៃការសាកល្បងសម្ដែងនោះគឺពិតជាមានអត្ថន័យធំធេងមែនទែនអាចរកសារបានទាំងកិត្តិយសនិងអាជីពការងាររបស់គាត់ចំណែកកៃលីទៅវិញគឺបានឈានជើងចូលដល់ចំណុចចាប់ផ្ដើមនៃដំណើរជីវិតជាតួសម្ដែងរបស់គេហើយដែលសំខាន់បំផុតនោះអ្នកទាំងពីរគឺទទួលបានគ្នាទៅវិញទៅមកមិត្តកំពុងផឹកលោកបានប្រាប់តេវយ៉ាងរំភើយថាកុំបារម្ភរឿងលួចកាក់អីហើយឲ្យគេកំងយីក៏បានតាមចិត្តគាត់ថែមទាំងបានលើកឡើងថាចាប់ពីថ្ងៃស្អែកនេះទៅពួកគេនឹងត្រូវរវល់ក្បាលវិលមុខជាមួយការងារគ្រប់មុខទាំងអស់មកគាត់ក៏ចង្អុលទៅគេថាបំផុតនៅថ្ងៃនោះហើយគាត់គិតថាវាច្បាស់ជាគួរឲ្យចង់សាច់តែនពេលស្រមៃទទូផ្សេងទៀតច្បាស់ជាកាំងសាច់ពេលដែលតេវបង្ហាញខ្លួនជំនួសឃីមហ៊ុននៅថ្ងៃអានសាច់រឿងតេវក៏សួរពីរឿងអានសាច់រឿងដោយឆ្ងល់ថាវាជាកន្លែងដែលតួសម្ដែងទាំងអស់ត្រូវជួបជុំគ្នាល្អអត់ដោយគេប្រាប់ថាគេធ្លាប់បានអានវាត្រួសចូលរួចមុំហើយប៉ុន្តែគ្រាន់តែចង់បញ្ជាក់ឲ្យច្បាស់ម្ដងទៀតធ្វើឲ្យលោកពូមានការសង្ស័យយ៉ាងខ្លាំងរួចនិយាយថាការសម្ដែងធ្វើល្ងងរបស់គេនេះអាចនឹងជ្រុលពេកហើយព្រោះថាចំណេះដឹងមូលដ្ឋានបែបនេះសិស្សច្បងឬគ្រប់មិត្តគឺតែងតែពន្យល់ប្រាប់ជានិច្ចយ៉ាងនៅទាវគ្រាន់តែបើយ៉ាងសាមញ្ញថាគេពិតជាមិនយល់ពីអ្វីដែលលោកពូមាននៃនោះទេពេលលោកពុតបណ្ដេញដល់សួរដោយប្រមានថាទោះបីជាគេចូលចិត្តសម្ដែងជាមនុស្សមានទេពកោសបែបនេះក៏ដោយជាកងត្រូវគេចាប់កំហុតដែលហើយសួរចំទៅកំពុងខ្មាស់គេមែនទេដែលបានរៀនពីការសម្ដែងអរិយពេលយ៉ាងយូរនោះរ៉េបដសេកយ៉ាងដាច់អហង្ការរំបងទៀតដោយបញ្ជាក់យ៉ាងច្បាស់ថាគេពិតជាមិនបានរៀនមែនធ្វើឲ្យពូគាត់ភ្ញាក់ផ្អើលហើយគិតថាទេវពិតជាកើតមកជាតួសម្ដែងមែនជាមួយនឹងសមត្ថភាពច្នៃស្គ្រីបយ៉ាងរលូនដោយការដកដង្ហើមតែអ្នកគិតដូចខ្ញុំទេមនុស្សខ្លះពិតជាកើតមកដើម្បីតែបញ្ចេញពន្លឺពិតមែនមកតាមដានជាមួយខ្ញុំទាំងអស់គ្នាគ្រឹះនៃការសម្ដែងដ៏ល្អឥតខ្ចោះគឺស្ថិតនៅលើទឹកមុខដែលខ្វះអិនហូនិងដូយុនអូបងឡននិងលីថេយូគឺដោយសារតែការបញ្ចេញទឹកមុខរបស់គាត់បង្ហាញពីអារម្មណ៍ពិតមិនមានការតាក់តែងទោះជាការរពិតនៅពីក្រៅយ៉ាងណាក៏ដោយគឺតែងតែទាក់ទាញចំណាប់អារម្មណ៍អ្នកដោយបានឃើញជានិច្ចពេលមកតេយូក៏ស្ទាក់ស្ទើរបន្តិចមុនពេលចាប់ផ្ដើមលាតត្រដាងការពិតទាំងអស់ពេលថេយូនាំយកការពិតមកនិយាយលោកពូពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងគាត់សួរទួនពិតទាំងមិនជឿត្រជាក់ដែលថេយូបង្ហាញកន្លងមកជារឿងពិតមែនទេដោយបញ្ជាក់ថាគេមិនធ្លាប់រៀនសាលាសម្ដែងឬរៀនជំនាញភាពយន្តនោះទេទីឆ្លើយដោយស្ងប់ស្ងាត់ថាគាត់គ្រាន់តែជាក្មេងរៀនចប់វិទ្យាល័យដែលគ្មានការងារធ្វើប៉ុណ្ណោះតែតុកស្លុតតែបនសួរតែងដល់សួរថាហេតុអ្វីបានជាគេចាប់ផ្ដើមសម្ដែងបើមិនได้រៀនវាត្រឹមត្រូវសោះយាវផឹកស្រាបៀរមួយខឹកមកពេលឆ្លើយថាគឺដោយសារតែគាត់គិតថាហើយប្រាប់ថាវាជាទុក្ខពិសោធន៍ដ៏រីករាយបំផុតនៅក្នុងជីវិតរបស់គាត់ធ្វើឲ្យលោកពូកងខ្វះអិនហូស្វាងស្រប្លាមហើយចាប់ផ្ដើមសុទ្ធយូមិនឈប់យកពីស្ថានភាពរបស់គេដោយក្តីរំភើបដូចកូនក្មេងគេប្រាប់ពីរបៀបរកនៅដោយធ្វើការក្រៅម៉ោងនិងរស់ក្នុងបន្ទប់ជួលតូចមួយនៅផ្ទះហើយថែមទាំងចាត់ទុកការងារស៊ីឈ្នួលធ្វើភ្ញៀវការថាជាការហាត់សម្ដែងជាក់ស្ដែងទៀតផងមានឱកាសនិយាយពីខ្លួននឹងគេក៏រៀបរាប់គ្រប់យ៉ាងដោយទឹកមុខរំភើបយ៉ាងច្បាស់អ្នកទាំងអស់គ្នាសាគិតមើលណាបើធៀបនឹងសមត្ថភាពដ៏អស្ចារ្យរបស់គេប្រវត្តិការងារដ៏ចម្លែកនេះពិតជាបង្កើតបាននូវចំណាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់អ្នកឯស្ដាមវិញហាក់ដូចជានោះតែផ្ដាច់ខ្លួនពីពិភពលោកលុតដំសមត្ថភាពខ្លួននឹងរាប់ពាន់រាប់ម៉ានដងរហូតដល់កម្រិតមួយដែលមិនអាចទៅរួចបើមិនលះបង់គ្រប់យ៉ាងនោះមើលទៅប្រៀបដូចជាអ្នកចម្បាំងដែលឈរនៅលើកំពូលភ្នំដ៏ខ្ពស់បំផុតកំពុងមើលនឹងស្ដាប់រឿងទាំងអស់នេះលោកពូអិនហូនឺតែកង់ស្ដោកគាត់ចេះតែសួរខ្លួននឹងថាតើមនុស្សម្នាក់អាចបន្វឹកហាត់សម្ដែងទាំងលំបាកលំបិនរកលុយចិញ្ចឹមក្របបែបនេះបានដោយរបៀបណាស្ពេលដែលគេមានសមត្ថភាពខ្លាំងដល់កម្រិតនេះទៅហើយតែបន្កិតយ៉ាងជ្រៅដោយយកពិសោធន៍របស់គាត់មកប្រៀបថាថេយូដូចជាផ្ទាំងក្រណាត់ទៅស្រទេហាតថេយូបានលុបបំបាត់ធម្មជាតិដែលតែមាននៅក្នុងជីវិតមនុស្សទៅអស់ទៅហើយខូតខ្លាយជាផ្ទាំងក្រណាត់ដែលទោះជាគូរពន្ធអារម្មណ៍អ្វីចូលក៏លេចធ្លោច្បាស់ដែរ
ឯងកំណត់គាត់ថេយូមើលទៅដូចជាមនុស្សឈួតម្នាក់តែនេះហើយគឺជារីដែលតួសម្ដែងពិតប្រាកដត្រូវការគាត់ឆ្នាច្បាស់ជាហត់សម្បែងយ៉ាងហោចណាស់10 ឆ្នាំដោយមើលឃើញថាគេគឺជាមនុស្សដែលឈានដល់កម្រិតនេះដោយសារតែចំណងចំណូលចិត្តពិតពីផ្ញើពីការគិតលោកពូអិនហូក៏តាប់បើមានចម្ងល់អ្វីតាក់ទងនឹងសិលវឹកគាត់អាចសុខប៉ុន្តែសេរីថេយូសម្លឹងមើលគាត់ហើយតាំងចិត្តស្ងាត់ថាគេក៏ចង់ជួយបុត្រសំណាក់នេះដោយតែគាត់ធ្លាប់ជួយគេដែរនាំពីគិតមួយសន្ទុះថេយូក៏សួរសំណួរដ៏ធ្ងន់ធ្ងរមួយថាតើអាចជាមួយនេះពិតជាអាចរកលុយបានមែនឬអត់ជឿថៃនោះទាំងអស់គ្នាក៏ភ្ញាក់ផ្អើលដែរហើយសំណួរនេះធ្វើឲ្យលោកពូអិនហូពិតជាកាំងនិយាយឡើងចេញតែម្ដងបែបនេះថេយូក៏បញ្ជាក់ប្រាប់ថាគេគ្រាន់តែចង់ដឹងថាក្រោយពីសម្ដែងរឿងនេះនឹងក្លាយជាតួផ្លូវការហើយគេអាចរកដោយការពន្យល់ការសម្ដែងសុទ្ធសាធមិនបាយរកការងារផ្សេងទៀតបាក់ឬអត់លោកពូប្រៀបធៀបតួសម្ដែងទៅនឹងអ្នកលេងល្បែងគាត់ពន្យល់ថាពួកគេមានសំណាងដូចគ្នាអាចឆ្នៃចៃលុយធ្វើដែលខ្លួនចង់ធ្វើអស់មួយជីវិតតែម្ដងសាំងប្រទៀតតែទប់លើគាត់មើលតែពីក្តីពីមុនគាត់ក៏ជាមនុស្សល្បីល្បាញម្នាក់ដែរចំនួនមនុស្សដែលគាត់ជួយឲ្យខ្លាយជាតួសម្ដែងពេញសិតគឺប្រហែលជាអាចដាក់ពេញឡានក្រុងមួយបាត់ទៅហើយយូមើលទៅរៀងភ្ញាក់ផ្អើលបន្តិចតែបន្ទាប់មកក៏ញឹមឲ្យប្រាប់ថាគេចង់រៀនពីមូលដ្ឋានគ្រឹះលោកពូសួរថាវីទៅជាមូលដ្ឋានគ្រឹះគេនៅតែមានអារម្មណ៍ថាមិនទាន់សមនឹងការសម្ដែងនៅឡើយទេកាន់កៅស្រាបៀរលោកពូអិនហូសារភាពថាគាត់មិននៅតែមានអារម្មណ៍ថាខ្លួននឹងខ្វះខាតនោះហើយគាត់ក៏និយាយលេងសើចថាពួកគេច្បាស់ជាទួលបានភាពជោគជ័យដ៏ធំធេងមិនខានពេលលោកពូអិនហូកាន់តែរំភើបខ្លាំងឡើងហើយសិនជានឹងរៀនកាំងហ្វីភៅមូលដ្ឋានសម្ដែងរហូតដល់កិច្ចសញ្ជាទៅក្នុងវិស័យនេះជាកំកត់សម័យថេយូបង្ហាញឲ្យឃើញពីការសម្ដែងពិតប្រាកដនៅពេលអានសាច់រឿងយាយចប់គាត់ក៏លើកែវស្រាបៀរទៅរកថេយូព្រមជាមួយស្នាមញញឹមដ៏ព្រឺសម្បូរមួយបន្ទាប់កាត់មកព្រឹកស្អែកនៅផ្ទះលរាញ់របស់ថេយូថេគិតយ៉ាងជ្រៅអំពីការសម្ដែងពិតប្រាកដទាំងឈឺក្បាលខ្ទោភៀវប្រតិប្រមាណស្រាស៊ូជូនិងស្រាបៀរដែលពួកគេបានផឹកកាលពីយប់មិញដូចគាត់អិនហូបាននិយាយវាពិតជាច្រើនហួសប្រមាណមែនតែជាខ្ញុំទៅយើងដឹងហើយថាសម្រាប់ថេគូវាពិតជាសឹកតែសមខ្លាំងណាស់យូប៉ុន្មានគេក៏ត្រូវរត់ទៅអបចានបង្គន់ក្នុងបន្ទប់ទឹកហើយក្អួតចេញមកទាំងអស់តែម្ដងអានទាំងអស់គ្នាក្រៅពីករណីហត់គាត់បានគិតពីអ្វីដែលទទួលបានកាលពីយប់មិញដោយរួមបញ្ចូលទាំងការមិនបាច់ខ្វល់រឿងម្ហូបមួយរយៈផងបូករួមទាំងបទពេញពេលដើរលេងជាមួយពូអិនហូនឹងការសញ្ជាតិថានឹងទទួលបានសៀវភៅណែនាំការសម្ដែងដ៏ល្អផងដែរពេលលេខទូរស័ព្ទថែវទៅដឹងថាខ្លួននឹងភ្លេចសាកថាមុនពេលចូលគេងបាត់ទៅហើយរត់ភ្ញាក់ផ្អើលពេលឃើញសារចូលមកយ៉ាងច្រើនទឹកសន្វាប់ជាមើលសារមួយតៃពីគឹមយងពេជាជំនួយការអ្នកដឹកនាំរឿងទីក្រុងផែហើយគេក៏បានអាប់អរសាទរដែលគាត់ទទួលបានតួអង្គអូកបុកក៏បានបញ្ជាក់ដែរថាការអានសាច់រឿងនឹងធ្វើឡើងនៅថ្ងៃចន្ទសប្តាហ៍ក្រោយដែលសល់ពេល5ថ្ងៃទៀតប៉ុណ្ណោះរបស់ពូអិនហូភ្លីម៉ាអញថាអ្នកមុនដៃសង្កត់ធ្ងន់ពីសាមសំខាន់ចំរឿងដោយវាជាការកំណត់ស្ទីលនៃការថតទាំងមូលនឹងជួយឲ្យគ្រប់គ្នាអាចស្ទាមស្ទង់មើលបរិយាកាសនៅពេលខាងមុខបានយ៉ាងច្បាស់នេះហើយដែលអ្នកទាំងអស់គ្នាត្រូវមើលឲ្យច្បាស់ថែវស្រាប់តែឃើញពលិបការជោគលេខឡើងលើដៃរបស់គាត់ហើយគិតថាថ្ងៃនេះជាពេលដែលត្រូវបញ្ចេញអាវុធសម្ងាត់របស់ខ្លួនហើយតែមួយគាត់ក៏មានអារម្មណ៍ថាអៀនបន្តិចដែរការវុធប្រុសតាមពិតវាប្រៀបដូចជាកូដបន្លំទៅហើយប៉ុន្តែវាមិនមែនជារបស់ដែលគាត់អាចជៀសវាងមិនប្រើបាននោះដែរច្បាស់ថាមើលនៅវិមចាំងប្រៃព្រួយតាំងពីពេលប្រឡងប្រត់ទំហាំផ្ទុកអារម្មណ៍របស់គាត់ពេលនេះកើនឡើងដល់200ណោះដោយគាត់មិនឃើញទេថាភេទអីបានជាថាមពលនេះកើនឡើងគាត់ចាប់ផ្ដើមសន្និដ្ឋានច្រើនយ៉ាងដោយឆ្ងល់ថាមកពីការប្រឹងប្រែងទាំងកម្លាំងកាយនិងចិត្តដល់កម្រិតកំណត់ពេលវឹកហាត់ជាអ្នកលេងល្បែងឬមួយក៏មកពីការប្រើប្រាស់រហូតដល់កម្រិតស្ទាត់ចំណេញទៅហើយសន្តកម្មចារឹងក្តីតែមិនអាចបញ្ជាក់វាបានដដែលចុងក្រោយគាត់ក៏ឈប់ខលពីរឿងចម្លើយហើយងាកមកសប្បាយចិត្តវិញដែលពេលនេះគាត់អាចផ្ទុកអារម្មណ៍បានដល់ទៅ2ពេលនោះគាត់ក៏ឃើញពលិពុតខែវលេចឡើងនៅលើដៃរបស់គាត់ដូចគ្នាពេលកំពុងសម្លឹងមើលវាក៏គិតដល់ការខាំកែនិងការទំពាហើយក៏សើចចេញមកតិចបុយយ៉ាងពេញចិត្តហើយនឹងខ្ញុំច្បាស់ជាគិតដូចគ្នាហើយមែនទេទំហំតុកនេះច្បាស់ជានឹងកើនឡើងថែមទៀតជាមិនខានខណៈដែលគាត់កំពុងតែលងក្នុងគំនិតនេះទូរស័ព្ទនៃគាត់លើកទទួលហើយរាប់អានអ្នកខលមកដោយជាថាគាត់គឺលីថេពិតមែនហើយថែមទាំងទទួលស្គាល់ថាខ្លួនជាអ្នកដែលបានទៅប្រឡងនោះពេលពីក្រុមគ្រប់គ្រងគាត់ក៏ភាពត្រង់គិតថាគាត់មិនទាន់មានទេពីស្ដាប់ចប់គាត់ក៏សួរលគាត់មកពីណាមកនោះតាមពិតគឺជាប្រធានផ្នែកហើយគេបានយល់ថាគេបានលេខទំនាក់ទំនងនេះមកពីគណៈកម្មការប្រឡងម្នាក់គឺផលិតកូគីជូយកមកគេក៏ណែនាំខ្លួនថាឈ្មោះចាងយ៉ងហូជាអ្នកគ្រប់គ្រងនៅ YKB Entertainment ដោយប្រាប់ថាគេថែវនៅកន្លែងប្រឡងថាខ្លួនកំពុងនិយាយជាមួយនរណាហើយសួរថាតើគាត់ជាបុត្រសាពះអោធពន្ធខ្មៅដែលជោគបីមនុស្សពាក់វ៉ែនតែខ្មៅម៉ៃឬអត់ពេលវិនាទីនោះផ្ដោតតែម្លងរបស់ថេវក៏រលត់ថ្មថ្លុងធ្វើឲ្យការសន្ទនាត្រូវកាត់ដាច់ភ្លាមរឿងនេះធ្វើឲ្យទាំងថេវនិងប្រធានផ្នែកក៏ចិត្តយ៉ាងខ្លាំងពេលដាច់ខ្សែនៃក្រុមហ៊ុនក៏សួរប្រធានផ្នែកថាមានរឿងអ្វីកើតឡើង
nênផ្នែកប្រាប់ថាទូរស័ព្ទត្រូវដាច់ភ្លាមក្រោយពីគាត់ណែនាំខ្លួនថាជាអ្នកគ្រប់គ្រងនៅ YKB ពេលលោកបែបនេះនៃក្រុមហ៊ុនគិតថាថែវច្បាស់ជាកំពុងតែលេងលោកចង់តម្លើងថ្លៃខ្លួនហើយរឿងនេះកាន់តែបឹកវិរើហើយនៅតែបនរិចធំលើងមិនចេះចប់ទេ